នៅក្នុងថ្ងៃនេះដែរខ្ញុំមានរឿងមួយចង់សម្រាយចែកជូនទៅកាន់គ្នាយើងនឹងឲ្យបានទស្សនាកំសាន្តរឿងនឹងដែរមានចំណងជើងថាណាចាដោយសាច់រឿងមួយនឹងគេនិយាយអំពីក្មេងប្រុសម្នាក់ដែលមានឈ្មោះថាណាចាដែលគាត់នឹងបានចាប់កំណើតចេញពីគុជធម្មពលបិសាចដែលហេតុហ្នឹងដែលធ្វើឲ្យក្មេងប្រុសម្នាក់នឹងខ្លាយទៅជាមនុស្សម្នាក់ដែលត្រូវបានគេរើសអើងដោយសារតែមនុស្សនឹងមិនត្រូវធៀបជាមួយនឹងពួកបិសាចតែងតែប្រយុទ្ធកាប់ចាក់គ្នាអញ្ចឹងណាអញ្ចឹងមកចង់ដឹងដំណើរសាច់រឿងមួយនឹងវាទៅជាយ៉ាងណាមានហេតុការអីខ្លះបានកើតឡើងតោះទៅតាមដានការសម្រាយរបស់ខ្ញុំទាំងអស់គ្នាប៉ុន្តែមុននឹងចូលដល់សាច់រឿងរបស់យើងកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងនោះអក្រក់ហេឆ្លងកាត់រយៈពេល1000ឆ្នាំកម្លាំងនៃវិញ្ញាណឋានសួគ៌ជាមួយនឹងផែនដីបានរួមផ្សំចូលគ្នាបង្កើតបានជាគុជធម្មពលមួយយ៉ាងក្នុងការចិញ្ចឹមជីវិតរបស់វាគុជធម្មពលនោះវាតែងតែស្រូបយកធម្មពលពីពន្លឺព្រះអាទិត្យនិងព្រះច័ន្ទដែលផ្ដល់កម្លាំងដល់គុជធម្មពលនឹងមានកម្លាំងខ្លាំងក្លាឥតគណនាគ្មានបណ្ណាគេអាចបង្ក្រាបបានណាដោយមើលសភាពការទៅមិនសូវស្រួលបើសិនជាមិនបង្ក្រាបគុជធម្មពលនឹងទេវាអាចនាំក្តីវិនាសដល់ឋានទាំង3ដូច្នេះហើយបានទេវតាថៃសាននឹងគាត់បានបញ្ជាឲ្យកូនសិស្សរបស់គាត់2នាក់នឹងមកចុះបង្ក្រាបគុជធម្មពលនឹងបាននិយាយពីអបិម៉ាប់នេះគាត់មានឈ្មោះថា Thai Yi Shenren គាត់មានកម្ពស់ 1m150 ទម្ងន់90គីឡូក្រាមចំណុំចំណូលចិត្តរបស់គាត់នឹងគឺក្តីសម័យគាត់ចង់ដើរបង្ហាញម៉ូដក៏ប៉ុន្តែម៉ែគាត់បង្ខំឲ្យមកធ្វើជាទេវតាអីណាអញ្ចឹង admin សុំហៅឈ្មោះគាត់កាត់ណាថាអបិ Thai Yi អីចឹងទៅងាយស្រួលហៅពេលកន្លែងមកកាន់អបិនេះវិញគាត់មានឈ្មោះថាសិនកងប៉ៅជាសិស្សប្អូនរបស់អបិ Thai Yi ណាដោយពួកគេទាំងពីរអ្នកសិស្សប្អូនសិស្សច្បងនឹងគឺទទួលបញ្ជាពីលោកគ្រូថៃសានរបស់ពួកគេនឹងមកចុះបង្ក្រាបគុជធម្មពលនឹងអបិ Thai Yi នឹងក៏បាននិយាយសម្របសម្រួលទៅកាន់គុជធម្មពលនឹងថាណែក្មេងតូចប្រុសឬក៏ស្រីនឹងបកគោលខ្លួនឲ្យចាប់តាមសម្រួលមកប៉ុន្តែគុជធម្មពលនឹងគឺអត់ឲ្យចាប់ងាយទេវាក៏បានប្រើធម្មពលដ៏មហិមារបស់វានឹងប្រែកាយទៅជាបិសាចយ៉ាងធំពេលនោះវាក៏បានម៉ាត់អបិ Thai Yi នឹងមកដៃចំកណ្ដាលមុខទៀត10000គីឡូម៉ែត្រក្នុង1ម៉ោងសិនកងប៉ៅដែរឃើញអញ្ចឹងក៏បានសោកចំអកទៅកាន់សិស្សច្បងរបស់ខ្លួនហើយគេនឹងក៏បានលូតចូលទៅវិវហាជាមួយនឹងគុជធម្មពលនឹងណាប៉ុន្តែពេលនោះគុជធម្មពលនឹងក៏បានធ្វើការវិវហាតទល់ជាមួយនឹងសិនកងប៉ៅនឹងគាត់ក៏បានប្រើយុទ្ធសាស្ត្ររន្ទះរបស់គាត់នឹងបាញ់សម្ដៅទៅកាន់គុជធម្មពលនៅពេលនោះគុជធម្មពលក៏បានប្រមូលផ្ដុំស្រូបទាញយកធម្មពលរបស់សិនកងប៉ៅនឹងយកមកប្រើប្រាស់វិញហើយលទ្ធផលរបស់សិនកងប៉ៅនឹងក៏ដូចសិស្សច្បងរបស់ខ្លួនដែរដោយត្រូវបានគុជធម្មពលនឹងដាក់មកដៃផ្លោង30000គីឡូម៉ែត្រក្នុង1ម៉ោងអបិ Thai Yi នេះកំពុងតែខឹងគុជធម្មពលនឹងវាបានវាយខ្លួនឲ្យប៉ោងមុខខូចសម្រស់គាត់អស់ដល់អញ្ចឹងទៅគាត់ក៏បានចូលទៅវិវហាជាមួយនឹងគុជធម្មពលនឹងទៅពេលដែលកំពុងវាយគ្នានឹងអបិ Thai Yi នឹងក៏បានចាប់ដៃគុជធម្មពលទាំងពីរនឹងបានហើយគាត់នឹងក៏បាននិយាយឌឺដងទៅកាន់គុជធម្មពលនឹងថាបាយខ្លាយវាយទៀតមកក៏តែមានណាគុជធម្មពលនឹងក៏បានបញ្ចេញដៃរបស់ខ្លួននឹង2គូមកបន្ថែមទៀតអបិ Thai Yi នេះឃើញអញ្ចឹងសង្ហាចិត្តខ្លាំងមែនតើអើយល្មិចល្មារេអញគេនិយាយលេងតាថាគុជធម្មពលនឹងក៏បានលៀងអបិ Thai Yi នឹងមាត់ដៃដូចបើសាក់អញ្ចឹងគណៈពេលនោះដែរទេវតាថៃសាននឹងគាត់ក៏បានចូលមកផ្ទាល់ហើយគាត់ក៏បានចាប់គុជធម្មពលនឹងដាក់ចូលទៅក្នុងចង្ក្រានស្ងោរថ្នាំទេវតាថៃសានគាត់ក៏បានប្រើយុទ្ធសាស្ត្ររបស់គាត់នឹងរំលាយគុជធម្មពលនឹងបំលែងទៅជា2ផ្នែកមួយផ្នែកពណ៌ខៀវនោះគឺជាគុជធម្មពលទេវតាហើយចំណែកមួយផ្នែកពណ៌ក្រហមនេះគឺជាគុជធម្មពលបិសាចគាត់ព្យាយាមបំផ្លាញគុជធម្មពលបិសាចចោលដែរក៏ប៉ុន្តែបំផ្លាញវាអត់បានដោយសារតែគុជធម្មពលបិសាចហ្នឹងគឺវាមានធម្មពលខ្លាំងមហិមាខ្លាំងពេកដល់អញ្ចឹងទៅទេវតាថៃសានហ្នឹងគាត់ក៏បានធ្វើការដាក់បណ្ដាសាឋានសួគ៌ហ្នឹងទៅកាន់គុជធម្មពលបិសាចក្នុងរយៈពេល3ឆ្នាំក្រោយហ្នឹងគុជធម្មពលបិសាចហ្នឹងនឹងត្រូវរន្ទះបាញ់ដល់មហិមាមួយបាញ់តតែលីខ្សលតែម្ដងហើយគាត់ក៏បានដាក់គុជទាំងពីរហ្នឹងចូលទៅក្នុងប្រអប់ផ្កាឈូកទឹកមួយរួចក៏បកគលទៅឲ្យ Thai Yi ដើម្បីចុះទៅឋានកណ្ដាលយកអាគុជដែលមានធម្មពលទេវតាហ្នឹងយកឲ្យទៅចាប់កំណើតជាកូនទី3របស់លីជីងដោយសារតែទេវតាថៃសានហ្នឹងក៏គាត់ពេញចិត្តទៅលើលីជីងដែលគេគឺជាមេតបក្លាហាននៅក្នុងសមរភូមិណាភារកិច្ចមួយហ្នឹងគឺគាត់បកគលទៅឲ្យ Thai Yi កូនសិស្សរបស់គាត់បើសិនជាភារកិច្ចមួយហ្នឹង Thai Yi ធ្វើបានសម្រេចគាត់នឹងធ្វើការឡើងតំណែងទៅឲ្យ Thai Yi ចំណែកសិនកងប៉ៅនេះវិញគឺអត់ពេញចិត្តត្មងហើយម្យ៉ាងហ្នឹងគេមានចិត្តចំណែនទៅកាន់សិស្សច្បងរបស់ខ្លួនមុននឹងទេវតាថៃសានគាត់ចាក់ចេញទៅគាត់ក៏ផ្ដាំ Thai Yi ចុងក្រោយថាបើសិនជាគុជធម្មពលទេវតាហ្នឹងចាប់កំណើតឡើងឲ្យដាក់ឈ្មោះថាណាចាកន្លែងមកកាន់អបិ Thai Yi នេះវិញទៅពេលហ្នឹងគឺគាត់បានធ្វើដំណើរចូលមកដល់ឋានកណ្ដាលណាជាមួយនឹងយានជំនិះរបស់គាត់ហ្នឹងគឺជាជ្រូកដោះស្លាបអាការធ្វើដំណើររបស់គាត់ហ្នឹងគឺសប្បាយចិត្តខ្លាំងមែនទែនផឹកស៊ីផងរំច្រៀងផងតាមអត្តចរិតរបស់គាត់ណាគឺគាត់កូនក្មេងត្មងណាទោះបីជាធ្វើជាទេវតាក៏នៅតែចរិតអាឡែអាឡក់ដោយកូនក្មេងចឹងឥឡូវយើងងាកមកកាន់ឋានកណ្ដាលវិញនៅក្នុងស្រុកឈិនតាំងគាត់នៅតំបន់ហ្នឹងវាតែងតែមានបិសាចអុកឡុកដល់អញ្ចឹងទៅគេក៏បានចាប់តាំងស្ដេចត្រាញ់មកអង្គឲ្យនៅការពារអីចឹងណានោះហើយគឺជាអបិលីជីងអ្នកស្រុកអ្នកភូមិទាំងអស់ហ្នឹងគឺតែងតែគោរពស្រឡាញ់ទៅកាន់អបិលីជីងថាជាអ្នកគ្រប់គ្រងដ៏ល្អអញ្ចឹងទៅនៅក្នុងថ្ងៃមួយអបិលីជីងហ្នឹងគាត់ក៏បាននាំភរិយារបស់គាត់ឈ្មោះអ្នកស្រីយិនហ្នឹងទៅកាន់ព្រះវិហារដើម្បីបួងសួងសុំសេចក្តីសុខមើលទៅចរិតប្រពន្ធអបិលីជីងហ្នឹងគឺចរិតខ្មើតែម្ដងដោយសារតែគាត់មានកូនក្នុងផ្ទៃដល់អញ្ចឹងទៅគាត់រៀងខ្មើបន្តិចទៅប្តីគាត់អត់សូវប្រកាន់ប្រមាណទេអបិលីជីងហ្នឹងក៏បានបួងសួងទៅកាន់ទេវតាឲ្យជួយថែរក្សាកូនទី3និងម្ដាយរបស់គេផងដែលកំពុងតែពើពោះហ្នឹងអ្នកស្រីយិននោះលឺអញ្ចឹងគាត់ខឹងប្តីគាត់ចាំបាច់ឲ្យទេវតាមើលថែស្អីគាត់ចេះមើលថែខ្លួនឯងនិងកូនរបស់គាត់ហើយទោះបីជាគាត់ពើពោះ3ឆ្នាំហើយក៏ពិតមែននិយាយបានមកស្ទុះហ្នឹងអបិ Thai Yi ហ្នឹងក៏បានធ្លាក់ទៅលើមេឃមកជាមួយនឹងជ្រូកយានជំនិះរបស់គាត់ណាមិនដឹងជាគ្រោះថ្នាក់ចរាចរណ៍នៅតាណាទេហើយគាត់ក៏បានណែនាំខ្លួនគាត់ទៅកាន់ប្រពន្ធជាមួយនឹងអបិលីជីងនឹងថាគាត់ក៏ជាមនុស្សអមតៈអាចនិយាយបានថាជាទេវតាណាហើយគាត់មានឈ្មោះថា Thai Yi Shenren កំពុងតែណែនាំខ្លួននឹងដុំថ្មធ្លាក់ទៅលើមកចំកតាកញ្ចៅពុកពុះបែកជាពីរស្លាប់ទៅអបិលីជីងនេះគិតក្នុងចិត្តចុំទេវតាបែកចឹងអ្នកស្រុកអ្នកភូមិទាំងអស់ហ្នឹងគឺបានផ្អើលមកជួបជុំគ្នានៅមុខភូមិឋានតកូលីនឹងដោយសារតែអ្នកស្រីយិ
Legend ហ្នឹងគាត់ចិត្តប្រសូតបត់ទៅហើយអ្នកស្រុកជាច្រើនហ្នឹងក៏ចូលរួមអបអរអ្នកខ្លះទៀតហ្នឹងក៏ធានាខ្លួនមកសិនជាកូនទី3របស់ Lee Jing កើតមកគាត់នឹងធានាមើលថែអញ្ចឹងណាផ្គត់ផ្គង់របស់លេងជាប្រចាំអញ្ចឹងទៅគណៈពេលដែលអ្នកភូមិកំពុងតែអ៊ូអរនៅមុខភូមិឋានតកូលីហ្នឹងក៏មានវត្តមានសិនកងប៉ាវហ្នឹងមកនឹងដែរអាប៉ែហ្នឹងមកធ្វើអីសង្ស័យមានបំណងអាក្រក់អីមួយមកទៅបាទអ្នកស្រីយិនណែវិញកំពុងតែព្យាយាមសម្រាលកូនទាំងតដាបតដួខ្លាំងមែនតើដោយសារតែកូនហ្នឹងមិនងាយចេញមកទៅហ្មងណាកលេចមកកាន់ថៃយាណែវិញកំពុងតែម៉ែរកពេលវេលាល្អដើម្បីធ្វើពិធីបញ្ចូលគុជធម្មពលទេវតាហ្នឹងចូលទៅក្នុងខ្លួនកូនទី3របស់ Lee Jing ដែលកំពុងតែចិត្តចាប់កំណើតហ្នឹងគណៈពេលនោះអ្នកបម្រើនៅក្នុងភូមិឋានតកូលីហ្នឹងគាត់ក៏បានយកស្រាមកធោមកឲ្យអាប៉ែថៃយីហ្នឹងណាក៏តែអាប៉ែថៃយីហ្នឹងបដិសេធគាត់ថាគាត់អត់ផឹកទេតែផឹកហ្នឹងធ្វើការលេងការឥឡូវហ្នឹងអាប៉ែអ្នកបម្រើហ្នឹងគឺអត់ខ្វល់ទេគាត់យកស្រាមធោដាក់មុខអាប៉ែថៃយីហ្នឹងហើយគាត់ក៏បានដើរចាក់ចេញទៅអាប៉ែថៃយីនេះគាត់គិតក្នុងចិត្តលេល្មិចល្មារអញដាក់មកប៉ុយសិនឬក៏យ៉ាងណាធ្វើការសិនឬមួយក៏ដាក់មកប៉ុយសិនមកស្ទុះហ្នឹងគាត់ក៏គិតឃើញថាដាក់មកប៉ុយសិនទៅដាក់មកប៉ុយហើយចាំធ្វើការវាមិនអស់ប្រហែលលុយទេមិនចឹងហ៎ដល់អញ្ចឹងទៅគាត់ក៏លើកស្រាហ្នឹងអកយកទៅហ្មងណាដោយសារតែស្រាហ្នឹងវារសជាតិឆ្ងាញ់ពេកធ្វើអាប៉ែថៃយីនេះគាត់មិនដាច់ចិត្តអញ្ចឹងទៅដាក់មកប៉ុយហើយគាត់ក៏ថែមមកប៉ុយទៀតរហូតដល់គាត់ដួលសន្លប់ទៅតែម្ដងពេលនោះហើយដែលធ្វើឲ្យអ្នកបម្រើនៅក្នុងភូមិឋានតកូលីហ្នឹងគាត់បានឱកាសគាត់ក៏បានដើរលើបមកបំរុងនឹងលួចអាប្រអប់ផ្កាឈូកទឹកហ្នឹងប៉ុន្តែជាសំណាងល្អអីគាត់លក់បានទេដោយសារតែអាប្រអប់ផ្កាឈូកទឹកហ្នឹងមានតែថៃយីទេដែលអាចប៉ះបាននឹងបំលាស់ទីវាបានណាបើក្រៅពីហ្នឹងប៉ះបានទេតែទីបំផុតទើបយើងដឹងថាប៉ែអ្នកបម្រើនៅក្នុងភូមិឋានតកូលីហ្នឹងត្រូវបានគ្រប់គ្រងដោយអាប៉ែសិនកងប៉ាវនេះអាប៉ែហ្នឹងប្រហែលជាមានបំណងអាក្រក់អីមួយហើយនិយាយឈ្មោះហ្នឹងគាត់ក៏បានចេញមកប្រាក់ប៉ែលីជីងថាកូនរបស់គាត់ហ្នឹងក៏ចិត្តនឹងកើតទៅហើយឲ្យធៀមពិធីធៀមអីហើយទៅអាប៉ែលីជីងហ្នឹងគាត់ក៏ចេញមកមើលកន្លែងធ្វើពិធីរបស់អាប៉ែថៃយីមកដល់ហ្នឹងក៏ឃើញអាប៉ែថៃយីហ្នឹងគឺសន្លប់បាត់ទៅហើយដោយសារតែគាត់ដាក់ជ្រុលពេលនោះអ្នកបម្រើរបស់អាប៉ែលីជីងហ្នឹងគាត់ក៏បានធ្វើការវាយអាប៉ែថៃយីហ្នឹងដាក់មកដៃពីរដៃទៅដើម្បីអាប៉ែថៃយីហ្នឹងភ្ញាក់មកវិញលីជីងហ្នឹងក៏បានទៅហាមឃាត់កុំធ្វើអញ្ចឹងគាត់មានឋានៈខ្ពស់ណាស់គាត់ក៏ជាទេវតាយើងត្រូវតែគោរពគាត់អត់ទៅវាយគាត់អញ្ចឹងទេវាអត់សមពេលនោះលោកយាយឈ្មោះហ្នឹងក៏បានប្រាប់លីជីងថាលោកម្ចាស់អើយប្រពន្ធរបស់លោកហ្នឹងខំប្រឹងសម្រាលកូនរហូតដល់សន្លប់បាត់ទៅហើយលីជីងលឺអញ្ចឹងភ័យខ្លាំងមែនទែនក៏បានប្រើកំដាប់ដៃ1000ឥតស្មើរបស់គាត់ហ្នឹងវាយទៅកាន់អាប៉ែថៃយីហ្នឹងដើម្បីដាអាប៉ែហ្នឹងភ្ញាក់ចុងក្រោយវាយអាដែលនៅទីបំផុតហ្នឹងអាប៉ែថៃយីហ្នឹងក៏បានភ្ញាក់ពីសន្លប់វិញដោយសារតែគាត់ត្រូវបានគេវាយឡើងចេញក្អួតហើយថៃយីហ្នឹងគាត់ក៏ទៅធ្វើការបើកប្រអប់ផ្កាឈូកទឹកហ្នឹងដើម្បីយកគុជធម្មពលទេវតាហ្នឹងយកមកធ្វើពិធីបញ្ចូលរូបមកស្ទុះហ្នឹងលីជីងក៏ឃើញអាប៉ែថៃយីហ្នឹងស្កប់ហើយក៏បានសួរថាមិនហើយលបងអាប៉ែថៃយីហ្នឹងក៏តបវិញថាគាត់ភ្លេច password បាត់ហើយហ្នឹងអញ្ចឹងបើសិនជាយើងចង់បើកប្រអប់ផ្កាឈូកហ្នឹងគឺត្រូវមាន password បើអត់មាន password ទេគឺបើកអត់កើតទេថៃយីនេះខំព្យាយាមរនឹកណាដាក់ password នេះ password នោះលេខនេះលេខនោះក៏ប៉ុន្តែព្យាយាមបើកប្រអប់ផ្កាឈូកហ្នឹងបានទេ password របស់គាត់ដាក់ទៅក្រោយអាប៉ែថៃយីហ្នឹងក៏និយាយទៅកាន់តកូលីថាអីយើងនៅសល់ឱកាស4ដងទៀតដើម្បីបំពេញ password លីជីងនៅលឺអញ្ចឹងក៏សួរថាចុះបើយើងដាក់ខុស password 6ដងអាម៉េចទៅថៃយីក៏ឆ្លើយទៅវិញថាបើសិនជាយើងបំពេញ password ខុស6ដងអាប្រអប់ផ្កាឈូកទឹកហ្នឹងវានឹងបិទរហូតដល់10ឆ្នាំក្រោយទើបយើងអាចបញ្ចូល password ម្ដងទៀតបានមួយសន្ទុះហ្នឹងលោកយាយឈ្មោះហ្នឹងក៏បានមកប្រាប់លីជីងថាលោកម្ចាស់អើយប្រពន្ធលោកកាន់តែមិនស្រួលឲ្យធ្វើពិធីលឿនឡើងពេលនោះថៃយីក៏បាននឹកឃើញពិធីសាស្ត្រថ្មីក្នុងការបើកប្រអប់ផ្កាឈូកទឹកហ្នឹងដោយគាត់បានយកម្រាមដៃទាំង5របស់គាត់ហ្នឹង scan ទៅលើអាប្រអប់ផ្កាឈូកទឹកហ្នឹងទីបំផុតផ្កាឈូកទឹកហ្នឹងក៏បានបើកចេញមកថៃយីនោះក៏និយាយអើយខ្ញុំភ្លេចទៅបើទោះបីយើងភ្លេច password ក៏ពិតមែនក៏ប៉ុន្តែយើងអាច scan កញ្ចៅដៃបានហើយតាដោយសារសម័យហ្នឹងគឺសម័យបច្ចេកវិទ្យាទំនើបសម័យ 4.0 នេះអញ្ចឹងណាថៃយីនេះគាត់នឹងបំរុងថាយកគុជធម្មពលទេវតាហ្នឹងយកទៅធ្វើពិធីក៏ប៉ុន្តែពេលហ្នឹងក៏ត្រូវបានអ្នកបម្រើរបស់តកូលីហ្នឹងគាត់បវាយដានអានទឹកហ្នឹងបំរុងថានឹងលួចគុជធម្មពលទេវតាហ្នឹងក៏ប៉ុន្តែត្រូវបានលីជីងហ្នឹងគាត់ចាប់បានលីជីងហ្នឹងគាត់ដឹងថាឯងខុសប្រក្រតីយូរហើយយើងមើលដឹងថៃយីនេះគាត់មើលពីក្រៅក្នុងអានទឹកអ្នកបម្រើហ្នឹងទៅទើបដឹងថាអូតាមពិតទៅគាត់ត្រូវបានគេគ្រប់គ្រងតែសូម្បីតែយាយឈ្មោះនេះក៏ត្រូវបានសិនកងប៉ាវហ្នឹងគ្រប់គ្រងដែរដោយគាត់ហ្នឹងបានទៅលួចគុជធម្មពលបិសាចជាមួយនឹងគុជធម្មពលទេវតាហ្នឹងយកមកណាពេលហ្នឹងលោកយាយឈ្មោះហ្នឹងក៏បាននិយាយថាឯងចង់បានគុជធម្មពលទេវតាហក់យកទៅគាត់ក៏បានបោះគុជធម្មពលបិសាចហ្នឹងបញ្ចូលទៅកាន់កន្លែងធ្វើពិធីលីជីងឃើញចឹងគាត់ភ័យខ្លាំងមែនទែនគាត់ក៏ស្ទុះទៅបំបីអាផ្ទាំងថ្មដែលគេធ្វើពិធីក៏ប៉ុន្តែវាយឺតពេកទៅហើយគុជធម្មពលបិសាចហ្នឹងក៏បានបំលែងខ្លួនទៅជាធម្មពលស្រមោលមួយយ៉ាងដែលមិនអាចបញ្ឈប់វាបានទេពេលហ្នឹងធម្មពលស្រមោលហ្នឹងវាក៏បានហោះសម្ដៅទៅកាន់បន្ទប់របស់ប្រពន្ធលីជីងដែលកំពុងតែសម្រាលកូនហើយធម្មពលបិសាចនោះក៏បានចូលទៅក្នុងខ្លួនរបស់ប្រពន្ធលីជីងចំណែកឯលោកយាយឈ្មោះដែលគ្រប់គ្រងដោយសិនកងប៉ាវហ្នឹងគាត់ក៏បានយកគុជធម្មពលទេវតាហ្នឹងមកប្រគល់ឲ្យសិនកងប៉ាវអាប៉ែហ្នឹងកំណត់អាក្រក់មែនទែនចំណែកនៅក្នុងភូមិឋានតកូលីនេះកំពុងតែស្លន់ស្លោមែនទែនដោយសារតែកូនកើតមកហ្នឹងមើលមិនចំជាមនុស្សមិនចំជាបិសាចទេណាកើតមកមូធ្លាញ់ដូចបាល់តែមកស្ទុះមកកូនមូដូចបាល់ហ្នឹងក៏បានចេញភ្នែកមកគូមកចេញសក់រយមកធ្វើឲ្យអ្នកភូមិទាំងអស់ហ្នឹងក៏ចាប់ផ្ដើមភ័យស្លន់ស្លោណាគ្រាន់តែកូនតូចហ្នឹងកើតមកភ្លាមហ្នឹងក៏ចាប់ផ្ដើមអុកលុកភូមិបញ្ចេញធម្មពលភ្លើងរបស់ខ្លួនហ្នឹងធ្វើឲ្យអ្នកភូមិដទៃទៀតហ្នឹងក៏ចាប់ផ្ដើមភ័យអ្នកខ្លះរត់បែកខ្ញាយគ្នាអស់មីចាយប្រហែលអ្នកនេះគ្រាន់តែឃើញអញ្ចឹងគាត់ភ័យខ្លាំងមែនទែនក៏រត់ទៅពួនពីក្រៅខ្នងរបស់បរិះមេធំម្នាក់នេះសង្ឃឹមតែគាត់ការពារណាប៉ុន្តែបរិះម្នាក់ហ្នឹងគ្រាន់តែឃើញភ្លើងហោះមកភ្លាមគាត់លាន់មាត់អាយបិសាច
ក៏រត់ទៅពួនក្រោយខ្នងគ្នារៀងខ្លួនចឹងទៅហើយភ្លើងបិសាចហ្នឹងក៏ហោះមកបុកអ្នកភូមិផ្លោងតណាត់តណៃខ្ចាយខ្ទៀតពេញហ្នឹងពេលនោះហើយទើបយើងដឹងថាក្មេងប្រុសម្នាក់ហ្នឹងគាត់ចាប់កំណើតឡើងដោយគុជធម្មពលបិសាចវាឆ្ងាញ់ត្រង់ថាទស្សនវិជ្ជាកំពុងតែវឹកវរអ្នកភូមិកំពុងតែភ័យហ្នឹងវាឆ្ងាញ់ត្រង់មានអ្នកលេងភ្លេងកដោសាច់រឿងទៀតពេលនោះក្មេងប្រុសម្នាក់ហ្នឹងគាត់លពឹសដៃគាត់ក៏បានធ្វើកាប់បាញ់ធម្មពលភ្លើងរបស់គាត់ហ្នឹងទៅលើតបោផ្ទះអ្នកភូមិគាត់ឃើញចឹងនាំគ្នាភ័យរត់ជន់ជើងគ្នាអស់លេងលោកម្ចាស់លីជីងនេះខំប្រឹងការពារអ្នកភូមិណាខ្លាចលោកក្មេងប្រុសម្នាក់ហ្នឹងបាញ់ភ្លើងចំអ្នកភូមិអញ្ចឹងទៅថៃយីនេះមើលសភាពការដូចជាមិនសូវស្រួលគាត់ដឹងថាក្មេងប្រុសម្នាក់ហ្នឹងទទួលបានធម្មពលភ្លើងពីគុជធម្មពលបិសាចអញ្ចឹងអត់មានបណ្ណាគេអាចប្រឈប់គាត់បានងាយទេអបិថៃយីហ្នឹងគាត់ក៏បានលូកដៃចូលក្នុងខោរបស់គាត់ហើយទាញយកវត្ថុទឹកមួយដែលមានឈ្មោះថាកងឈៀងខុនគាត់ក៏បានបោះកងឈៀងខុនហ្នឹងឡើងទៅលើមេឃហើយក៏ធ្វើការសូត្របល័យស្រ័យមុនគេថាឲ្យកងឈៀងខុនហ្នឹងស្ដាប់បញ្ជាគាត់អីចឹងទៅនៅពេលនោះថៃយីក៏បានបញ្ជាឲ្យកងឈៀងខុនហ្នឹងទៅធ្វើការរួមព័ទ្ធបង្កើតជារនាំងពណ៌មាសមួយហាមឃាត់ទៅកាន់កម្លាំងគុជធម្មពលបិសាចអញ្ចឹងគឺមានតែវត្ថុទឹកកងឈៀងខុនហ្នឹងទេដែលបង្ក្រាបក្មេងតូចម្នាក់ហ្នឹងបានដែលធ្វើឲ្យក្មេងតូចម្នាក់ហ្នឹងគឺគាត់បញ្ចេញធម្មពលគាត់អត់បានទេហើយគាត់ក៏ខ្លាចទៅជាកូនក្មេងទូទៅធម្មតាដែលគាត់បានអាចបញ្ចេញធម្មពលភ្លើងរបស់គាត់ទៅប្រទេសទៅប្រាស់បានណាដោយសារតែមានកងឈៀងខុនហ្នឹងនៅរួមជាប់កករបស់គាត់ថៃយីបានឱកាសក៏បានបំរុងថាចូលទៅសម្លាប់ក្មេងប្រុសម្នាក់ហ្នឹងក៏តែត្រូវបានលោកម្ចាស់លីជីងហ្នឹងគាត់ហាមឃាត់ថៃយីហ្នឹងក៏បាននិយាយថាទុកអត់បានទេក្មេងប្រុសម្នាក់ហ្នឹងដោយសារតែវាហ្នឹងបានចាប់កំណើតចេញពីគុជធម្មពលបិសាចតែហ៊ានទុកធម្មពលបិសាចហ្នឹងឲ្យនៅលើលោកហ្នឹងទៅប្រកាសជាមានគ្រោះថ្នាក់ដល់ឋានទាំង3ជាក់ជាមិនខានទេចំពោះលីជីងឯនេះវិញទៅពេលដែលលឺថៃយីនិយាយអញ្ចឹងគាត់ចាប់ផ្ដើមស្ទាក់ស្ទើរណាគាត់តែក្មេងប្រុសម្នាក់ហ្នឹងគាត់បញ្ចេញធម្មពលភ្លើងរបស់គាត់តាមមួយឆាច់ធ្វើឲ្យថៃយីហ្នឹងទ្រាំអត់បានក៏បានហក់មកបំរុងនឹងសម្លាប់ក្មេងម្នាក់ហ្នឹងប៉ុន្តែពេលនោះអ្នកស្រីយិនហ្នឹងក៏បានចូលមករងកូនរបស់គាត់ថៃយីឃើញអញ្ចឹងក៏បានប្រវាយទិសដៅរបស់ខ្លួនហ្នឹងវាយទៅកាន់កន្លែងផ្សេងវិញដើម្បីកុំឲ្យគ្រោះថ្នាក់ដល់អ្នកស្រីយិនណាប្រពន្ធរបស់លីជីងហ្នឹងក៏បានប្រាប់ប្តីរបស់គាត់ថាកុំសម្លាប់កូនរបស់យើងអីទុកជីវិតឲ្យក្មេងម្នាក់ហ្នឹងផងទៅលីជីងនេះគាត់ចាប់ផ្ដើមគិតស្ទាក់ស្ទើរណាតើគួរសម្លាប់ឬក៏យ៉ាងណាម្ខាងជាប្រជារាស្ត្រម្ខាងទៀតជាកូនរបស់ខ្លួនប៉ុន្តែពេលនោះក៏មានវត្តមានចាស់ព្រឹទ្ធាចារ្យនៅក្នុងស្រុកឈិនតាំងកងហ្នឹងបាននិយាយទៅកាន់លោកម្ចាស់លីថាអូលោកម្ចាស់លីតើប្រកាសអត់បើសិនជាយើងទុកជីវិតឲ្យក្មេងបិសាចនឹងរស់នៅបន្តតើជីវិតអ្នកភូមិទាំងឡាយនៅក្នុងស្រុកឈិនតាំងកងទាំងមូលហ្នឹងរស់នៅបានសុខអត់រឿងនេះមិនមែនជារឿងតូចតាចទេសូមលោកម្ចាស់លីកាត់ពិចារណាប៉ុន្តែអ៊ំហ្នឹងនិយាយមួយថ្ងៃគាត់ទៅនិយាយជាមួយតោថ្មណាស់នោះវិញលោកម្ចាស់លីនៅណាហ្នឹងម៉ែចែមកនោះក៏បវលមុខអ៊ំហ្នឹងឲ្យបែរមុខម្នាក់ណែអ៊ំលោកម្ចាស់លីនៅណាមិនទៅនិយាយជាមួយតោថ្មអញ្ចឹងលីជីងហ្នឹងពេលតែឃើញទឹកមុខប្រពន្ធរបស់ខ្លួនហ្នឹងស្រឡាញ់ក្មេងម្នាក់ហ្នឹងខ្លាំងដល់អញ្ចឹងទៅគាត់ក៏បាននិយាយអះអាងទៅកាន់អ្នកភូមិទាំងអស់ថាគាត់ពិតជាសុំទោសទៅកាន់អ្នកភូមិខ្លាំងមែនទែនសម្រាប់រឿងរ៉ាវអាក្រក់ដែលបានកើតឡើងនៅក្នុងថ្ងៃហ្នឹងវាពិតជារឿងអកុសលខ្លាំងមែនទែនដែលបានកើតឡើងនៅក្នុងគ្រួសាររបស់គាត់ប៉ុន្តែគាត់ហ៊ានធានាគាត់នឹងការពារអ្នកភូមិទាំងអស់ហ្នឹងមិនឲ្យមានគ្រោះថ្នាក់អីនោះទេហើយគាត់ក៏អត់សម្លាប់កូនរបស់គាត់នឹងដែរគាត់នឹងព្យាយាមមើលថែនិងអប់រំក្មេងម្នាក់ហ្នឹងឲ្យបានល្អហើយរៀបរៀងក្មេងម្នាក់ហ្នឹងអត់ឲ្យចេញទៅបង្ករឿងឲ្យអ្នកភូមិនឹងក្តៅក្រហាយនោះទេបើសិនជាមានរឿងអ្វីឆ្លោះឆ្លើយធ្វើឲ្យអ្នកភូមិមានបញ្ហាគាត់នឹងទទួលខុសត្រូវគ្រប់យ៉ាងថៃយីនោះក៏បាននិយាយថាមិនអីទេអ្នកភូមិទាំងឡាយដោយសារតែគ្រូរបស់ខ្ញុំថៃសានហ្នឹងគាត់បានដាក់បណ្ដាសាឋានសួគ៌ទៅកាន់គុជធម្មពលបិសាចដល់អញ្ចឹងទៅក្មេងប្រុសម្នាក់ហ្នឹង3ឆ្នាំក្រោយនឹងត្រូវរន្ទះបាញ់ស្លាប់ហើយអ្នកស្រីយិននេះគ្រាន់តែលើថា3ឆ្នាំក្រោយកូនប្រុសរបស់ខ្លួននឹងត្រូវបានរន្ទះបាញ់ស្លាប់គាត់នេះភ័យស្លើភ្នែកបដៅអបិថៃយីនេះឃើញម្ដាយស្រឡាញ់កូនអញ្ចឹងពេកគាត់ក៏បានបន្តទៀតថាបើចង់ឲ្យក្មេងម្នាក់ហ្នឹងគាត់មានជីវិតរស់នៅយូរអង្វែងតតែសូមលោកគ្រូថៃសាននឹងឲ្យដោះបណ្ដាសាឋានសួគ៌នឹងចេញពីក្មេងនឹងវិញលីជីងនេះក៏បានសន្យាជាមួយនឹងប្រពន្ធរបស់គាត់ថាគាត់នឹងមើលថែក្មេងម្នាក់នឹងឲ្យមានរឿងអ្វីកើតឡើងទេកាត់ចូលមកដល់ផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយនេះវិញសិនកងប៉ាវនឹងក៏បានមកដល់កន្លែងនឹងហើយបានមុជចុះទៅបាតសមុទ្រដើម្បីទៅជួបស្ដេចនាគណាស្ដេចនាគនឹងសិនកងប៉ាវនឹងក៏បានរៀបគម្រោងការយូរហើយក្នុងការទៅតាមយកគុជធម្មពលទេវតានឹងហើយស្ដេចនាគនឹងក៏បានខ្ជាក់ពងរបស់ខ្លួនចេញមកឲ្យសិនកងប៉ាវនឹងធ្វើការបញ្ចូលគុជធម្មពលទេវតានឹងចូលទៅក្នុងសុទ្ធមួយនឹងនៅពេលដែលសុទ្ធនាគរាជរួមបញ្ចូលគ្នាជាមួយនឹងគុជធម្មពលទេវតាធ្វើឲ្យបង្កើតបានជាកូនប្រុសម្នាក់នេះហើយជាអ្វីដែលស្ដេចនាគចង់បានព្រោះថាគាត់ចង់ឲ្យកូនប្រុសរបស់គាត់នឹងមានធម្មពលទេវតាដ៏មហាសាលស្ដេចនាគនឹងក៏បានសុំឲ្យសិនកងប៉ាវនឹងរួមដៃជាមួយនឹងខ្លួនដើម្បីសម្រេចបានកិច្ចការងារធំនៅថ្ងៃខាងមុខណាសិនកងប៉ាវនឹងក៏ឆ្លើយថាអូខេអញ្ចឹងក៏អញ្ចឹងទៅរួមដៃគ្នាធ្វើកិច្ចការងារធំតែមួយតែមកណាហើយយើងអត់ទាន់ដឹងថាកិច្ចការងាររបស់ពួកគេធ្វើនឹងគឺធ្វើអីទេប្រហែលជាគិតបំណងអាក្រក់អីមួយហ្នឹងទៅស្ដេចនាគនឹងក៏បានឲ្យសិនកងប៉ាវនឹងធ្វើជាគ្រូរបស់កូនខ្លួនហើយពួកគេនឹងក៏បានដាក់ឈ្មោះកូនក្មេងម្នាក់នឹងថាអាល់ពីងងារមកកាន់លីជីងជាមួយនឹងថៃយីណាវិញកំពុងតែជិះជ្រូកឡើងទៅលើឋានសួគ៌ទៅជួបជាមួយនឹងលោកគ្រូថៃសានណាដើម្បីឲ្យគាត់នឹងដោះបណ្ដាសាចេញពីកូនលីជីងហ្នឹងប៉ុន្តែនៅពេលដែលពួកគេទៅដល់ហ្នឹងគឺអត់ជួបជាមួយនឹងលោកតាថៃសានទេបែរជាជួបជាមួយនឹងអ្នកយាមទ្វារទៅវិញថៃយីនេះគាត់ក៏ស្គាល់ដោយសារតែអ្នកយាមទ្វារពពកហ្នឹងគឺជាមិត្តភក្តិរបស់ខ្លួនណោះពពកនេះក៏និយាយទៅកាន់ថៃយីថាម៉ោងការងារត្រូវគ្រប់គាត់ខ្លះផងក៏បានដើរផឹកស៊ីជាមួយគ្នាហើយធ្វើកៅអត់កតើមកលីជីងនេះក៏ណែនាំខ្លួនថាខ្លួននឹងឈ្មោះលីជីងជាស្ដេចត្រាញ់នៅក្នុងស្រុកឈិនតាំងគួងអបិពពកយាមទ្វារនេះក៏បានតបទៅវិញថាក៏បាននិយាយមកអង្គុយផឹកតែស៊ីកាហ្វេជាមួយនឹងខ្ញុំសិន
បាននិយាយគ្នាស្រួលអាបែបពកហ្នឹងក៏បាននិយាយរៀបរាប់ប្រាប់ទៅកាន់លីជីងថាខ្លួនហ្នឹងគឺជាអ្នកយាមទ្វារនៅតំបន់ហ្នឹងនិយាយទៅមកជីវិតរបស់ខ្លួនហ្នឹងគឺនៅតែយាមទ្វារហ្នឹងទេមិនចេះស្លាប់មិនចេះឈឺមិនចេះចាស់ទេលីជីងនេះក៏បានប្រាប់ពីបំណងរបស់ខ្លួនដែលឡើងមកឋានសួគ៌ហ្នឹងគឺចង់ជួបទេវតាថៃសានណាប្រពកយាមទ្វារហ្នឹងក៏តបវិញថាអូយលោកឯងមកយឺតហើយទេវតាថៃសានហ្នឹងក៏ឡើងទៅលើឋានសួគ៌ជាន់ទី9ណោះដើម្បីទៅធ្វើការបោះឆ្នោតតែងតាំងទេវតាមិនដឹងជាខែឆ្នាំណាមកវិញទេប្រពកហ្នឹងក៏សួរទៀតថាចោះចង់ជួបទេវតាថៃសានហ្នឹងតើលីជីងហ្នឹងមានបំណងអីមែនលីជីងហ្នឹងក៏ឆ្លើយក៏ថាចង់ឲ្យទេវតាថៃសានហ្នឹងដោះបណ្ដាសាចេញពីកូនប្រុសរបស់គាត់វិញដែលពីមុនទេវតាថៃសានហ្នឹងក៏ធ្លាប់បានដាក់បណ្ដាសាទៅកាន់គុជធម្មពលបិសាចណាឲ្យ3ឆ្នាំក្រោយហ្នឹងត្រូវតែបាញ់អាលីខ្សលដល់ឥឡូវហ្នឹងអាគុជធម្មពលបិសាចហ្នឹងបានចាប់កំណើតជាកូនប្រុសរបស់លីជីងដល់អញ្ចឹងទៅគាត់ចង់ឲ្យដោះអាបណ្ដាសាហ្នឹងចេញវិញប្រពកនៅពេលដែលលីជីងនិយាយអញ្ចឹងក៏បានតបទៅវិញថាអោលីជីងដល់កំសត់ហើយបណ្ដាសាឋានសួគ៌គឺមិនចេះតែដោះបានងាយៗទេបើទោះបីជាលោកជួបជាមួយនឹងលោកតាថៃសានក៏ដោយក៏គាត់មិនអាចដោះចេញបានដែរបណ្ដាសាឋានសួគ៌ទៅដាក់លើពីណាហើយគឺជាប់ស្មុំមកចោះត្មងគឺមិនអាចដោះចេញបានទេវាពិបាកដោះជាងអាយក្លោតទៀតលីជីងលឺអញ្ចឹងគាត់អស់សង្ឃឹមខ្លាំងមែនតើគាត់អត់ចង់ឲ្យកូនប្រុសរបស់គាត់នឹងត្រូវស្លាប់ដោយសារតែបណ្ដាសាឋានសួគ៌នោះទេក៏ប៉ុន្តែគាត់អត់ដឹងធ្វើម៉េចថៃយីនោះក៏បានលួងលោមទៅកាន់លីជីងលោកម្ចាស់លីហើយកុំខូចចិត្តអីយើងមានតែមើលថៃក្មេងម្នាក់នឹងឲ្យបានល្អក្នុងរយៈពេល3ឆ្នាំឲ្យគេសវាយនៅក្នុងជីវិតចុងក្រោយរបស់គេណាងារមកកាន់ភូមិឋានតកូលីនេះវិញក្មេងប្រុសម្នាក់នឹងគាត់ចាប់ផ្ដើមធំគឺធំលឿនខ្លាំងមែនតើហើយម្ដាយរបស់គេនឹងអ្នកស្រីយិននឹងក៏បានហៅក្មេងប្រុសម្នាក់នឹងថាណាចាដែលជាឈ្មោះដាប៉ែថៃយីនឹងបានដាក់ឲ្យក្មេងម្នាក់នឹងពេលនោះអ្នកស្រីយិននឹងឃើញកូនរបស់គាត់នឹងសង្កត់សង្កាត់ពេកគាត់ក៏បានចេញមកពពោះកូនរបស់គាត់ណាចានឹងមកលេងទាត់សីជាមួយគ្នាអញ្ចឹងទៅដល់ពេលដែលគាត់រៀបចំទាត់សីលេងជាមួយនឹងណាចានឹងកូនចៅរបស់គាត់នឹងក៏បានប្រាប់គាត់ថាអ្នកស្រីយិនណាពេលឲ្យក្រោះទៅដើម្បីការពារសុវត្ថិភាពចៅយិននឹងក៏បានបដិសេធទេមិនបាច់ទេការពារស្អីត្រឹមលេងទាត់សីធម្មតាហ្នឹងក៏លេងប្រកាន់ណាចាដែរវិញបើទោះបីជាគាត់ត្រូវបានកងឈៀងខុននឹងគ្រប់គ្រងធម្មពលគាត់អាចប្រើធម្មពលភ្លើងរបស់គាត់បានក៏ពិតមែនក៏ប៉ុន្តែកម្លាំងរបស់គាត់នឹងគឺខ្លាំងគាត់ទៅទាត់សីមួយជើងនឹងផ្លោងអ្នកស្រីយិននឹងបុកយ៉ាងចង់ចេញក្អួតណាចាឃើញចឹងក៏សួរម៉ែរបស់ខ្លួនម៉ែអីអ្នកស្រីយិននឹងក៏ថាអូយគ្មានបញ្ហាទេកូនអើយមួយជើងកូនឯងនេះល្អចាមែនណាស់ហុចឲ្យមេដៃមួយពេលនោះអ្នកស្រីយិននឹងក៏បានហៅអ្នកបម្រើរបស់គាត់មកយកអាវក្រោះមកដើម្បីការពារសុវត្ថិភាពមើលទៅមិនសូវស្រួលទេមួយជើងមិញចង់ទល់ផ្អកដែរមកសន្ទុះក្រោយមកនឹងកូនទាហានម្នាក់ក៏បានរត់ទាំងទៅហេតុទៅហោមករីកាថានៅភូមិនេសាទខាងកើតហ្នឹងក៏មានបិសាចកំពុងតែអុកឡុកខ្លាំងមែនតើអ្នកស្រីយិនលឺអញ្ចឹងគឺអត់បានទេគាត់ត្រូវទៅចេញទៅទប់ទល់ហើយគាត់ក៏បានប្រាប់ណាចាថាឲ្យនៅនឹងហើយចាំពេលគាត់មកវិញចាំលេងសីតទៀតណាចាគឺអត់ព្រមទេគាត់ចង់ទៅកម្ចាត់បិសាចជាមួយនឹងម្ដាយរបស់ខ្លួនណាក៏ប៉ុន្តែអ្នកស្រីយិនហ្នឹងគឺអត់ព្រមទេគាត់ឲ្យកូនរបស់គាត់ហ្នឹងនៅផ្ទះហ្នឹងហើយអត់ឲ្យចេញទៅណាឬនៅស្ដាប់ម៉ែក្មេងល្អជប់ចំពោះណាចានេះឡើងខ្មោចទៅពេលដែលម្ដាយអត់អនុញ្ញាតឲ្យខ្លួនចាក់ចេញទៅក្រៅអញ្ចឹងទៅខឹងម្ដាយខ្លាំងមែនតើអ្នកស្រីយិននេះមុននឹងចេញទៅកម្ចាត់បិសាចគាត់ក៏បានប្រែប្រាំទៅកាន់អ្នកយាមទ្វារ2នាក់ឲ្យជួយមើលណាចាណាកុំឲ្យណាចាហ្នឹងចេញមកក្រៅប៉ុន្តែមានណាចានេះនៅពេលដែលម្ដាយរបស់ខ្លួនចេញទៅបាត់អញ្ចឹងទៅគាត់ក៏បានប្រើល្បិចឲ្យអ្នកយាមទ្វារ2នាក់ហ្នឹងវាយគ្នាឆ្លោះគ្នាអញ្ចឹងទៅហើយគាត់ក៏បានលួចចាក់ចេញមកដោយសុវត្ថិភាពនៅក្នុងភូមិស្រុកនេះកំពុងតែអ៊ូអម្នាក់ហ្នឹងក៏ធ្វើចំនួនជួញដូរបែបធម្មតាអញ្ចឹងទៅក៏ប៉ុន្តែមកស្ទុះហ្នឹងគេក៏បានលឺសលេងណាចាហ្នឹងដើរចូលមកក្នុងភូមិហ្នឹងប៉ុន្តែពួកគាត់ហ្នឹងអត់ទាន់ដឹងច្បាស់ទេថាសំឡេងពីណាគេគ្រាន់ថាប្រហែលអញ្ចឹងណាដោយសារតែអ្នកភូមិទាំងអស់ហ្នឹងគឺគេគិតអាក្រក់ទៅលើណាចាគេគិតថាក្មេងម្នាក់ហ្នឹងគឺជាបិសាចម៉ែយ៉ែម្នាក់គ្រាន់តែលឺច្បាស់ថានេះគឺជាសំឡេងរបស់ណាចាដែលជាក្មេងបិសាចហ្នឹងក៏បានស្រែកប្រាប់អ្នកភូមិថាអូយក្មេងបិសាចមកហើយដល់គ្រារត់យើងរត់ជប៉ែហ្នឹងក៏បានរត់ជពុបជើងជាមួយនឹងថ្មធ្លាក់ចូលក្នុងដងភ្លុចតែមកអ្នកភូមិទាំងអស់ហ្នឹងក៏ផ្អើលគ្នានាំគ្នារត់ជន់ជើងគ្នាញ៉ាញ៉ៃដើម្បីគេចពីណាចាណាអ្នកខ្លះក៏ពួនទៅនេះពួនទៅនោះអីចឹងទៅដើម្បីគេចពីណាចាខ្លះទៅក៏ចូលក្នុងបញ្ឈូដើម្បីពួនតែអ្នកភូមិទាំងអស់ហ្នឹងគឺលាក់ខ្លួនអត់ចិត្តពីណាចាទេព្រោះបើជាចូលទឹកពួនក៏ដោយក៏ណាចាហើឃើញដែរអ្នកខ្លះទៅក៏ឡើងដើមឈើណាចាក៏ហើឃើញទៀតបើមួយយ៉ែម្នាក់នៅពេលដែលគាត់ឡើងពីដងវិញក៏បានកលេចឃើញណាចាហ្នឹងកំពុងតែវាយអានទឹកមួយនៅក្នុងក្រែស្នែងនៅពេលដែលណាចាកលេចឃើញមួយយ៉ែម្នាក់ភ័យចំទៅម៉ៃដែរហើយក៏បានប្រាប់ណាចាថាកុំអីចាំខ្ញុំចាប់ការខ្លួនឯងវិញហក់ញ៉ាច់ក៏បានសន្លប់ធ្លាក់ចូលក្នុងដងវិញបាត់ទៅលីជីងទៅពេលដែលគាត់មកតាន់កូនរបស់ខ្លួនហ្នឹងកំពុងតែអុកឡុកភូមិអញ្ចឹងគាត់ក៏បានចាប់ណាចាហ្នឹងដាក់ចូលទៅក្នុងភូមិគ្រឹះរបស់គាត់វិញហើយបានធ្វើការរាយសំណាញ់មេឃាដើម្បីខាំងកុំឲ្យណាចាហ្នឹងចេញមកក្រៅណាអបិថៃយីនេះចង់ប្រាប់ទៅកាន់អ្នកស្រីយិននឹងថាបណ្ដាសារបស់ណាចាកូនប្រុសរបស់គាត់ហ្នឹងគឺមិនអាចដោះបានទេប៉ុន្តែអ្នកស្រីយិនហ្នឹងក៏ហាមគាត់ថាមិនបាញ់និយាយអីទាំងអស់គាត់ដឹងមុនទៅហើយថាវាសនារបស់ណាចាហ្នឹងគឺកំសត់បែបហ្នឹងអ្វីដែលគាត់សោកស្ដាយបំផុតហ្នឹងគឺគាត់គ្មានពេលវេលាសម្រាប់កំដរកូនប្រុសរបស់គាត់គ្មានពេលវេលាអប់រំគេគ្មានពេលវេលាមើលថែគេណាគាត់រវល់តែទៅកម្ចាត់បិសាចអញ្ចឹងអ្នកស្រីយិនហ្នឹងគាត់មានគំនិតថាចង់ឲ្យលីជីងប្តីរបស់គាត់ហ្នឹងលាលែងពីតំណែងឈប់ធ្វើជាស្ដេចត្រាញ់អីចឹងទៅហើយនាំកូននាំប្រពន្ធនាំអីហ្នឹងទៅរស់នៅលើភ្នំមួយកំដរណាចាហ្នឹងដល់វិនាទីចុងក្រោយអញ្ចឹងណាមួយហ្នឹងគាត់តូចចិត្តទៅកាន់អ្នកភូមិដែលស្ដាប់គាត់អត់ដែលបើកចិត្តទទួលយកណាចាគាត់តែងតែចោទណាចាហ្នឹងថាជាបិសាចអីចឹងទៅធ្វើឲ្យអ្នកស្រីយិនហ្នឹងគាត់ខឹងអីចឹងទៅអន់ចិត្តនឹងអ្នកភូមិអីចឹងទៅហេតុអីបាននិយាយប៊ូលីមកកាន់កូនប្រុសរបស់គាត់អីចឹងណាលីជីងដែលជាប្តីរបស់យល់ពីទឹកចិត្តរបស់ប្រពន្ធគាត់ដែលស្រឡាញ់កូនពេកខ្លាចកូនត្រូវគេធ្វើបាបអីចឹងប៉ុន្តែគាត់អាចលាឈប់ពីតំណែងជាស្ដេចត្រាញ់បានទេបើគាត់លាឈប់ទៅបានពីណាគេនៅការពារអ្នកភូមិទាំងឡាយមិនត្រូវបិសាចសម្លាប់អស់អបិថៃយីនោះក៏បានចេញមុខអូយអ្នកស្រីយិនឯងមិនចាំបាច់បារម្ភទេឲ្យណាចាមកធ្វើជាកូនសិស្សខ្ញុំមកខ្ញុំធ្វើជាគ្រូគេខ្ញុំនឹងបង្ហាត់បង្រៀនគេអប់រំគេ
ទូមានគេឲ្យដូចកូនបកាត់ខ្ញុំយ៉ាងយ៉ាងអបិថៃយីនឹងចង់បង្ហាត់យុទ្ធសាស្ត្រកាន់ណាចាណាឲ្យគេនឹងខ្លាយទៅជាបិសាចចម្បាំងជាបិសាចយុទ្ធធម៌មួយសម្រាប់បិសាចអាក្រក់ជួយមនុស្សល្អអញ្ចឹងតែអ្នកស្រីយើងពេលដែលស្ដាប់អបិថៃយីនិយាយអញ្ចឹងគាត់ក៏សប្បាយចិត្តគាត់ក៏អនុញ្ញាតឲ្យអបិថៃយីនឹងមើលថែណាចាជំនួសគាត់ណាចំពោះណាចាណែវិញអត់សុខខ្លាំងពេកក៏បានដើរចេញមកក្រៅមើលបរិវេណជុំវិញផ្ទះរបស់គាត់នឹងដើរកំសាន្តលេងអីចឹងណាប៉ុន្តែគាត់ក៏បានប្រទះភ្នែកឃើញរូបគំនូរមួយផ្ទាំងនឹងបានហោះអណ្ដែតនៅលើអាកាសគាត់ឆ្ងល់មែនតើថាប្រកាច់ណាមកគូររូបនៅមុខផ្ទះរបស់គាត់អញ្ចឹងនៅពេលដែលទឹកណាចាគាត់បានប៉ះទៅរូបគំនូរនឹងក៏បានស្រូបទាញណាចានឹងចូលទៅកាន់ភពសិប្បនិមិត្តមួយពេលហ្នឹងណាចាឆ្ងល់ខ្លាំងមែនតើមិនដឹងថាខ្លួនឯងនឹងស្ថិតនៅកន្លែងណាទេក៏ប៉ុន្តែកន្លែងហ្នឹងគឺស្អាតខ្លាំងមែនតើងាកចុះងាកឡើងហ្នឹងណាចានឹងក៏បានឃើញអបិថៃយីនឹងទើបគេដឹងថាអូពិភពសិប្បនិមិត្តហ្នឹងគឺជាអបិថៃយីនឹងអ្នកបង្កើតសោះថៃយីក៏បានប្រាប់ណាចាថាពិភពសិប្បនិមិត្តហ្នឹងគឺវាប្រែប្រួលទៅតាមជក់ដែលគាត់កាន់នឹងដៃនេះអញ្ចឹងគាត់អាចបញ្ជាឲ្យពិភពសិប្បនិមិត្តហ្នឹងប្រែក្លាយជាអ្វីបានតាមចិត្តឲ្យតែមានជក់ហ្នឹងថៃយីហ្នឹងក៏បាននាំណាចាហ្នឹងជិះស្គីដើរលេងជុំវិញពិភពសិប្បនិមិត្តហ្នឹងមើលទេសភាពណាឲ្យណាចាហ្នឹងក្រេបជញ្ជក់យករសជាតិជីវិតគាត់ព្យាយាមកំដរណាចាធ្វើយ៉ាងណាឲ្យគេមានអារម្មណ៍ថាកក់ក្ដៅនិងសប្បាយចិត្តនៅក្នុងជីវិតរបស់គេបន្ទាប់មកថៃយីហ្នឹងក៏បានបង្រៀនយុទ្ធសាស្ត្រណាចាឲ្យណាចាហ្នឹងចេះប្រែកាយចេះជប់របស់នេះខ្លាយទៅជារបស់នោះអីចឹងទៅចេះប្រែកាយខ្លួនទៅជានេះទៅនោះណាបន្ទាប់ពីបានណែនាំណាចាហ្នឹងឲ្យរៀនធ្វើចែងចោះហើយខ្លួនហ្នឹងក៏បានសុំដេកមកសបកសិនឲ្យណាចាហ្នឹងនៅហាត់រៀននឹងសិនចោះប៉ុន្តែនៅពេលដែលអបិថៃយីកំពុងតែដេកលក់ស្កប់ស្កល់ហៀទឹកមកខ្លេកខ្លាក់ហ្នឹងអ្នកស្រីយិនហ្នឹងក៏បានមកដាអបិថៃយីហើយសួររកណាចាកូនប្រុសរបស់គាត់តែណាចាហ្នឹងទៅណាបាត់ហើយថៃយីហ្នឹងក៏បានតបវិញថាអូអ្នកស្រីយិនហើយកុំបារម្ភអីណាចាណោះគេនៅហាត់រៀននៅទៅនោះហ្នឹងមិនដឹងនៅទៅណាដល់ទៅពេលកលេចមើលអត់ឃើញអាណាចាសមិនដឹងជាវាបាត់ប្រកាច់ទៅណាថៃយីនេះឃើញចឹងភ័យស្លន់ស្លោបាត់កូនគេហើយពួកគេទៅពីរហ្នឹងក៏បានកលេចឃើញណាចាហ្នឹងកំពុងតែដេកត្រាំទឹកអណ្ដែតស្ពីងតែម្ដងថៃយីហ្នឹងក៏ចោទទៅជួយស្រង់ណាចាហ្នឹងចេញពីទឹកដើម្បីឡើងមកលើគោកអ្នកស្រីយិនហ្នឹងគាត់ភ័យខ្លាំងមែនតើខ្លាចតែកូនរបស់គាត់ហ្នឹងស្លាប់ក៏តែអបិថៃយីហ្នឹងក៏បានប្រាប់ថាអ្នកស្រីយិនកំព្រួយណាចាគេនៅមានជីចោតាចាំខ្ញុំជួយពេលណាអបិថៃយីហ្នឹងក៏បានផ្លុំខ្យល់ឲ្យណាចាណាផ្លុំចោះផ្លុំឡើងហ្នឹងពោះរបស់គេហ្នឹងកាន់តែធំទៅរហូតដល់បែកផាំងបង្ហាញយើងឃើញថានោះគឺជាកងកែបពឹសមិនមែនណាចាទេតាមការពិតទៅណាចាហ្នឹងបានលេងល្បិចបោកទៅកាន់អបិថៃយីហ្នឹងដោយខ្លួនហ្នឹងបានប្រែកាយទៅជាអ្នកស្រីយិនជាម្ដាយរបស់គេណាមកបោកអបិថៃយីហ្នឹងបើអបិថៃយីនេះក៏ត្រូវបានពឹងកែបជៀបចូលទៅក្នុងខ្លួនរហូតដល់ធ្វើឲ្យខ្លួនហ្នឹងប៉ោងមុខប៉ោងអីអស់ហើយប៉ុន្តែគាត់ឆ្ងល់ចេះចុំណាចាហ្នឹងចេះប្រែកាយលឿនម៉េះទាំងតែគាត់ទើបតែបរៀនណាចាហ្នឹងមិនទាន់ដល់មួយថ្ងៃហ្នឹងគាត់ក៏ទៅសារទៅកាន់ណាចាហ្នឹងដែរថាមានទេពកោសលណាការគាត់នៅរៀនយុទ្ធសាស្ត្រនៅឋានទេវតាណោះគាត់រៀនប្រែកាយហ្នឹងរយៈពេល6ខែបានចេះប៉ុន្តែណាចារៀនតែមួយថ្ងៃចេះល្មមណាចានេះលឿនអញ្ចឹងក៏ក្អើតeasy សោះហ្នឹងថៃយីក៏បន្តទៀតថាមិនអីទេចាំគាត់បង្រៀនឲ្យណាចាហ្នឹងចេះគ្រប់គ្រងធម្មពលភ្លើងរបស់គេថៃយីគាត់ក៏បង្ហាញស្នៀតពីស្នៀតហ្នឹងឲ្យណាចាឃើញអញ្ចឹងក៏ឆ្ងល់ថាចំអីណាធម្មពលភ្លើងថៃយីក៏ថាអូយគាត់គ្មានធម្មពលភ្លើងអីដូចណាចាទេគាត់គ្រាន់តែធ្វើបង្ហាញអីចឹងទៅពេលនោះថៃយីហ្នឹងក៏បានសុំឲ្យណាចាជួយលូកដៃចូលទៅក្នុងខោគាត់ផងដើម្បីយកថ្នាំប្រសាពឹងកែរបស់គាត់លូកចូលអត់ការទេដោយសារតែមេតគាត់ធំហ្មងណាចាហ្នឹងក៏បានបើកខោថៃយីមើលណាហើយក៏បានសួរថៃយីថាចំអានោះពងអីគេហ្នឹងថៃយីក៏តបវិញថាអូយកំលេងអាហ្នឹងពងទេវតាឯណាចាហ្នឹងក៏បានដកលំពែងមួយចេញមកឆ្ងល់ចំក្នុងខាប៉ែនេះមានគ្រឿងដៃនៅក្នុងហ្នឹងទៀតហើយក៏សួរអបិថៃយីហ្នឹងថាហ្នឹងអីគេអបិថៃយីហ្នឹងក៏ឆ្លើយថាអូយកំលេងវាអាហ្នឹងលំពែងភ្លើងវាមានកងតាក់ទៅចុចកងតាក់ហ្នឹងដឹងតែបញ្ចេញភ្លើងមកហើយគ្រោះថ្នាក់មែនតើណាចានេះក៏លពឹសដៃចុចកងតាក់ហ្នឹងទៅបាញ់ភ្លើងចូលខោអបិថៃយីហ្នឹងឈ្ងៀមឡោពេលហ្នឹងពងទេវតាប្រែក្លាយទៅជាពងទាជៀនទៅហើយលីជីងនិងប្រពន្ធគាត់ក៏បានចូលមកដល់ឃើញអញ្ចឹងក៏បានរត់ទៅជួយថៃយីណាចាហ្នឹងក៏ប្រាប់ទៅកាន់អបិថៃយីហ្នឹងថាគាត់ចង់ចាក់ចេញពីតំបន់ហ្នឹងព្រោះនៅអាក្នុងពិភពសម្បត្តិមិត្តហ្នឹងយូរទៅធុញណាថៃយីហ្នឹងក៏តបទៅវិញថាចង់ចាក់ចេញពីពិភពសម្បត្តិមិត្តហ្នឹងគឺស្រួលទេឲ្យតែមានជក់នេះក៏វាចោះឡើងទៅអាចចាក់ចេញបានហើយប៉ុន្តែអបិថៃយីហ្នឹងគឺឲ្យណាចាចាក់ចេញពីទីហ្នឹងទេគាត់នៅបង្រៀនណាចាហ្នឹងឲ្យចេះកម្ចាត់បិសាចសិនអ្នកស្រីយិនហ្នឹងក៏ប្រាប់ដែរថាកូនណានៅជាមួយនឹងលោកគ្រូថៃយីហ្នឹងសិនទៅនៅរៀនកម្ចាត់បិសាចដើម្បីជួយមនុស្សលោកណាចាហ្នឹងក៏តបទៅម្ដាយខ្លួនថាគាត់ក៏ជាបិសាចវាមិនដាណាបិសាចទៅកម្ចាត់បិសាចទេម៉ែឯងចេះតែនិយាយទៅមកអ្នកស្រីយិនហ្នឹងគាត់ដឹងបើទោះបីជាកូនរបស់គាត់ណាចាហ្នឹងមានធម៌ពលបិសាចក៏ពិតមែនក៏ប៉ុន្តែគាត់ដឹងថាចិត្តគំនិតរបស់ណាចាហ្នឹងគឺល្អតាំងពីដើមមកណាចាហ្នឹងគាត់មានវាសនាភ័ព្វតាំងពីក្មេងមកនៅពេលដែលគាត់ទៅលេងជាមួយនឹងក្មេងៗនៅក្នុងភូមិអញ្ចឹងទៅអ្នកភូមិគេឌៀមដាមគេប៊ូលីណាចាហ្នឹងថាជាបិសាចអីចឹងទៅគេស្អប់ខ្ពើមរើសអើងអញ្ចឹងហើយដែលធ្វើឲ្យណាចាហ្នឹងគាត់ចាប់ផ្ដើមមានគំនុំក្នុងចិត្តណាគុំគួនអ្នកភូមិអីចឹងទៅក្មេងៗទាំងអស់ហ្នឹងឲ្យទៅជួបណាចាហ្នឹងធ្វើបាបត្មងអ្នកស្រីយិនហ្នឹងគាត់ក៏លើកទឹកចិត្តកូនរបស់គាត់ថាណាចាហ្នឹងមិនមែនជាបិសាចទេកុំជឿសម្ដីអ្នកភូមិប៉ុន្តែណាចាហ្នឹងប្រកែកឲ្យញ៉ាញថាអត់ទេអ្នកភូមិនោះគេនិយាយថាខ្លួនគេហ្នឹងគឺជាបិសាចច្បាស់ណាស់មនុស្សឡាមកកណើគេនិយាយគ្រប់គ្នាលោកម្ចាស់លីជីងគាត់ដឹងថាណាចា
នឹងច្បាស់ជាទទួលរងអតិពលពីសម្ដីអ្នកដទៃឲ្យបានអញ្ចឹងដើម្បីឲ្យអាណាចារឈប់គិតអាក្រក់ពីខ្លួនឯងអញ្ចឹងទៅគាត់ក៏បានទៅកុហកកូនរបស់គាត់ថាកូនរបស់គាត់នឹងមិនមែនជាបិសាចទេគាត់គឺជាគុជធម្មពលទេវតាដែលចាប់កំណើតខ្លាយទៅជាកូនមនុស្សណាអាណាចារនឹងក៏តបទៅវិញថាដូចមិនសូវជឿអ្នកស្រីយិននឹងឃើញថាប្តីប្រហែលជាកុហកកូនដើម្បីចោលកូនល្អអញ្ចឹងទៅគាត់ក៏ចូលរួមជាមួយនឹងប្តីរបស់គាត់ណាគាត់នឹងក៏បន្តកុហកទៅកាន់អាណាចារថាឥឡូវកូនឯងសាកគិតមើលប្រើខួរក្បាល1គីឡូកន្លះកូនឯងគិតឪពុកម្ដាយសិតតែជាមនុស្សវាមិនដាណាបង្កើតកូនមកជាបិសាចអាណាចារនៅពេលដែលលឺឪពុកម្ដាយនិយាយអញ្ចឹងគេក៏គិតថាសមហេតុសមផលក៏ជឿទៅអ្នកស្រីយិននឹងក៏បញ្ចុះបញ្ចូលអាណាចារនឹងឲ្យនៅហាត់យុទ្ធសាស្ត្រជាមួយនឹងលោកគ្រូថៃយីនៅក្នុងពិភពសិប្បនិម្មិតនឹងសិនទៅចាំអាណាចាររៀនចេះអស់ចាំចេញទៅក្រៅអាណាចារនេះក៏ស្ដាប់ម្ដាយទៅក៏អូខេតាមម្ដាយតាមអីអញ្ចឹងណាគេធ្វើជាក្មេងល្អម្ដងអស់រយៈពេល2ឆ្នាំហ្នឹងក៏បានកន្លងផុតទៅអាណាចារហ្នឹងគេក៏បានរៀនកម្ចាត់បិសាចនៅក្នុងពិភពសិប្បនិម្មិតដោយកម្លាំងរបស់គេហ្នឹងគឺខ្លាំងមែនទែនមិនថាមនុស្សមិនថាបិសាចទេគឺងាប់ខ្ទេចដោយសារតែកម្លាំងអាណាចារហ្នឹងគេបានប្រើធម្មពលនុយក្លូអ៊ែររបស់គេហ្នឹងបំផ្ទុះភូមិខ្ទេចខ្ទីអស់តែហ្មងតែទាំងអស់ហ្នឹងវាគ្រាន់តែជារូបភាពប្រឌិតដែលថៃយីហ្នឹងកសាងឡើងឲ្យអាណាចារហ្នឹងចូលទៅធ្វើតេស្តនៅក្នុងហ្នឹងថៃយីហ្នឹងក៏បានណែនាំទៅកាន់អាណាចារថាយើងត្រូវកម្ចាត់បិសាចមិនមែនកម្ចាត់បិសាចឲ្យបំផ្លាញមនុស្សលោកទេលីជីងទៅពេលដែលឃើញសកម្មភាពអាណាចារគាត់ធ្វើអញ្ចឹងគាត់អត់សង្ឃឹមខ្លាំងមែនទែនមិនគួរណាកូនរបស់គាត់ហ្នឹងរៀនអស់តែសិលឹកសភៅលីជីងហ្នឹងក៏ស្ដីបន្ទោសទៅកាន់អាណាចារថាបើសិនជាសេរីចេញកម្ចាត់បិសាចអញ្ចឹងច្បាស់ជានាំទុកដល់មនុស្សលោកជាមិនខានទេគាត់ក៏បានឲ្យថៃយីហ្នឹងយករំពេញទឹកភ្លើងជាមួយនឹងកណាត់ទឹកពីអាណាចារវិញណាឲ្យរបស់ទាំងពីរហ្នឹងនៅជាមួយនឹងអាណាចារទៀតទេអាណាចារលឺឪពុកស្ដីបន្ទោសអញ្ចឹងគាត់ខឹងខ្លាំងមែនទែនគាត់ក៏បានហុចវត្ថុទឹកទាំងពីរហ្នឹងតែឲ្យថៃយីវិញហោយកវិញមកវត្ថុទឹកកប៉ិចកប៉ុងអញ្ចឹងគាត់មិនត្រូវការតែសមត្ថភាពគាត់ផ្ទាល់ហ្នឹងក៏អាចកម្ចាត់បិសាចបានដែរលីជីងហ្នឹងក៏និយាយគាត់ថាឲ្យអាណាចារហ្នឹងចេញទៅកម្ចាត់បិសាចនៅពិភពខាងក្រៅទេឲ្យអាណាចារនៅក្នុងពិភពសិប្បនិម្មិតហ្នឹងសិនឲ្យរៀនយល់ដឹងឆ្វែងយល់ចេះគ្រប់គ្រងខ្លួនឯងនៅក្នុងពិភពសិប្បនិម្មិតហ្នឹងសិនណាប៉ុន្តែអាណាចារអត់ស្ដាប់សម្ដីឪពុករបស់ខ្លួនទេគេគិតថាគេនឹងចេញទៅកម្ចាត់បិសាចហើយធ្វើឲ្យអ្នកស្រុកអ្នកភូមិដែលធ្លាប់តែស្អប់គេណាភ្លឺភ្នែកហើយមកស្រឡាញ់គេវិញលីជីងនេះលឺអញ្ចឹងភ័យខ្លាំងមែនទែនខ្លាចកូនចេញទៅបង្ករឿងមួយសន្ទុះហ្នឹងអាណាចារក៏បានដកជក់មួយដែលគេបានលួចចេញពីអបិថៃយីពេលហ្នឹងគេក៏បង្កើតផ្លូវវេទមន្តមួយហើយធ្វើការចាក់ចេញពីតំបន់សិប្បនិម្មិតហ្នឹងលីជីងនេះក៏ខំប្រឹងរត់ទៅហាមឃាត់កូនក៏តែទៅមិនទាន់ទេអាណាចារបានចេញទៅបាត់ហើយកាត់ចូលមកដល់ក្នុងភូមិម្នាក់វិញមានបិសាចសមុទ្រក្បាលហ្នឹងបានឡើងពីផ្ទៃសមុទ្រមកលើគោកហើយចូលក្នុងភូមិហ្នឹងដើម្បីចាប់ឆ្កែអ្នកភូមិស៊ីណាពេលនោះដែរអាណាចារក៏បានមកទាន់ហើយក៏បានធ្វើការវិបហាជាមួយនឹងអាបិសាចហ្នឹងគ្មានគីឡូអីជាមួយនឹងអាណាចារទេគេក៏បានប្រែកាឡាទៅជាទឹកមួយដើម្បីគេចខ្លួនពីអាណាចារណាអាណាចារហ្នឹងក៏តាមមកទាន់អាបិសាចទឹកហ្នឹងក៏បានលាក់ខ្លួននៅក្នុងពាងទឹកក៏តែពាងទឹកច្រើនពេករាប់ម៉ឺនរាប់ពាន់អាណាចារមើលមិនដឹងថាបិសាចទឹកហ្នឹងវានៅក្នុងណាពេលនោះអ្នកភូមិទាំងអស់ហ្នឹងក៏បានមកមើលដែរហើយអាណាចារហ្នឹងក៏បានប្រាប់អ្នកភូមិថាឲ្យមើលគាត់កម្ចាត់បិសាចក៏តែអ្នកភូមិមើលទៅដូចអត់មានឃើញបិសាចទេឃើញតែអាណាចារហ្នឹងកំពុងតែបំផ្លាញរបស់របរអ្នកភូមិអាណាចារនៅពេលដែលដើរស្វែងរកបិសាចទឹកហ្នឹងអត់ឃើញគេក៏បានប្រើធម្មពលភ្លើងរបស់គេហ្នឹងដុតបំផ្លាញនៅកន្លែងហ្នឹងអ្នកភូមិនៅពេលដែលមើលទស្សនវិជ្ជាដូចជាមិនសូវស្រួលក៏នាំគ្នារត់ទៅអាណាចារអត់បានទេឥឡូវនេះគេឈួរហើយអាបិសាចទឹកនេះវាទ្រាំនឹងកម្ដៅភ្លើងអត់បានទេដល់អញ្ចឹងទៅវាក៏បានរត់ចាក់ចេញទៅអាណាចារឃើញអញ្ចឹងក៏បានរត់ដេញតាមទៀតនៅក្នុងព្រៃនេះវិញមានបងប្អូន2នាក់ហ្នឹងកំពុងលេងទាត់សីអត់មានដឹងខ្យល់អីសោះសុកហ្នឹងបិសាចទឹកហ្នឹងក៏បានរត់មកដល់កន្លែងហ្នឹងចាប់មីក្អូនតូចហ្នឹងយកទៅបាត់ទៅដល់អានទឹកហ្នឹងនៅពេលដែលឃើញអាណាចាររត់អញ្ចឹងគេច្រឡំថាអាណាចារហ្នឹងចាប់អូនយ៉ាគេទៅអញ្ចឹងទៅគាត់ក៏បានយកដំណឹងហ្នឹងទៅប្រាប់អ្នកភូមិបិសាចទឹកនៅពេលដែលវារត់ចិត្តដល់សមុទ្រគឺវាសប្បាយចិត្តខ្លាំងមែនតើវាសង្ឃឹមថាវាបានចូលក្នុងសមុទ្រហើយរួចខ្លួនណាប៉ុន្តែមានណាផ្ទៃសមុទ្រទាំងមូលហ្នឹងក៏ត្រូវបានកកធ្វើឲ្យបិសាចទឹកហ្នឹងវាឈឺគូតយ៉ាងខ្លាំងដោយសារតែវាបុកផ្ទាំងតកពេលហ្នឹងក៏បង្ហាញយើងឃើញបរិសុទ្ធសម្នាក់នោះគឺអាល់ពីងដែលជាកូនស្ដេចនាងអាល់ពីងក៏បាននិយាយឲ្យបិសាចហ្នឹងដោះលែងកូនក្មេងហ្នឹងទៅប៉ុន្តែបិសាចហ្នឹងគឺអត់ព្រមទេថែមទាំងចង់វាប្រហារជាមួយនឹងអាល់ពីងទៀតហើយអាល់ពីងហ្នឹងក៏បានម៉ាត់បិសាចហ្នឹងមកដៃឲ្យកប់ក្នុងដុំតកគេក៏បានរំដោះក្មេងស្រីយ៉ាហ្នឹងចេញពីកម្ដាប់ដៃបិសាចទឹកហ្នឹងប៉ុន្តែណាចារនេះអត់សក់ចិត្តទេមិនបានទៅដណ្ដើមគុណសម្បត្តិរបស់គេអញ្ចឹងគេក៏បានរត់ទៅដណ្ដើមអូនយ៉ាចេញពីក្នុងដៃអាល់ពីងហើយមិនដឹងជាល្មិចទេណាចារហ្នឹងគេក៏បានបោះអូនយ៉ាហ្នឹងទៅឲ្យបិសាចទឹកហ្នឹងមើលសិនហើយខ្លួនហ្នឹងក៏បានចូលទៅវាប្រហារជាមួយនឹងអាល់ពីងណាប៉ុន្តែក៏ត្រូវបានអាល់ពីងហ្នឹងដាក់ណាចារមួយជើងឲ្យកប់ក្នុងដុំតកណាចារនេះអត់ឈប់ទេក៏បានគប់ដុំតកហ្នឹងសម្ដៅទៅកាន់អាល់ពីងក៏បានវាយដុំតកណាចារនេះវាយឈ្នះគេក៏បានលេងខំដៃពួកគេទាំងពីរនាក់ហ្នឹងវាយគ្នាស្មើដៃស្មើជើងគ្នាល្អណាស់នៅពេលហ្នឹងណាចារហ្នឹងក៏បានធ្វើឲ្យកណាត់ដែលពាក់លើខ្លួនរបស់អាល់ពីងហ្នឹងរបូតហើយបង្ហាញឲ្យណាចារដឹងថាអាល់ពីងហ្នឹងគឺជាបិសាចណាចារហ្នឹងក៏បានសើចច្បងអស់ណាយីអាប៉ែនេះបិសាចសោះមកចង់ជួយមនុស្សដែរមកអាតណើប៉ុន្តែពួកគេទាំងពីរនាក់ហ្នឹងអត់បោះបង់ការប្រយុទ្ធទេណាចារហ្នឹងនៅតែចូលប្រយុទ្ធជាមួយនឹងអាល់ពីងហ្នឹងដើម្បីយកឈ្នះហើយចាញ់ពេលហ្នឹងបិសាចទឹកហ្នឹងវាក៏បានឆ្លៀតឱកាសផ្លុំពពុះពឹសដាក់សម្ដៅទៅកាន់ពួកគេទាំងពីរនាក់ហ្នឹងដែលកំពុងតែប្រយុទ្ធគ្នាណាចារនេះឃើញអញ្ចឹងក៏បានកាន់អាពពុះហ្នឹងទៅធ្វើឲ្យដៃរបស់គេហ្នឹងកកទៅជាថ្មហើយបិសាចទឹកហ្នឹងក៏បាននិយាយទៅកាន់ពួកគេទាំងពីរនាក់ហ្នឹងថាជុំវិញខ្លួនរបស់ឯងគឺសិតតែពពុះពឹសដែលយើងបានដាក់បើសិនជាឯងប៉ះវាពួកឯងនឹងខ្លាចទៅជាថ្មនិយាយចប់ស្រាប់តែអាបិសាចទឹកហ្នឹងវាក៏បានលេបអូនយ៉ាហ្នឹងដាក់ចូលទៅក្នុងពោះវាបាត់ទៅអាល់ពេញណែឃើញអញ្ចឹងក៏បានរត់ជ្រែកអាពពុះទាំងអស់ហ្នឹងស្ទុះទៅដល់ដាក់អាបិសាចទឹកហ្នឹងមកដៃចំកណ្ដាលពោះធ្វើឲ្យវាហ្នឹងក្អួតអូនយ៉ាចេញមកវិញប៉ុន្តែដោយសារតែទឹកមាត់របស់អាបិសាចទឹកហ្នឹងវាមានពឹសដល់អញ្ចឹងទៅធ្វើឲ្យអូនយ៉ាជាមួយនឹងអាល់ពេញហ្នឹងគឺកកទៅជាថ្មប៉ុន្តែអាល់ពេញនេះកកទៅនៅសល់ភ្នែកមួយជាហ៊ានពេលនោះអាបិសាចទឹកហ្នឹងបំរុងនឹងសម្រាប់អាល់ពេញក៏ប៉ុន្តែត្រូវបានណាចាហ្នឹងចូលមកវិបហាតដើម្បីរារាំងអាបិសាចទឹកហ្នឹងណាចាហ្នឹងក៏បានយកអាល់ពេញដែលកកទៅជាថ្មហ្នឹងយកធ្វើជាអាវុធដើម្បីវិបហា
ហាទៅកាន់បិសាចទឹកទីបំផុតនឹងអាបិសាចទឹកនឹងក៏ត្រូវបានណាចានឹងវាយឡើងបាក់ស្បាតែម្ដងហើយពេលនោះអាបិសាចទឹកនឹងក៏បានសុំណាចានឹងឲ្យទុកជីវិតឲ្យខ្លួនផងដោយខ្លួននឹងបានសន្យាថានឹងមិនសាបពឹសឲ្យណាចានឹងអាល់ពេញដែលបានកកទៅជាថ្មហ្នឹងពេលនោះបិសាចទឹកនឹងក៏បានញើសម្បោឲ្យណាចាណាហើយប្រាប់ថានេះហើយគឺជាថ្នាំប្រសាទណាចាគ្រាន់តែឃើញអញ្ចឹងក៏ខ្ពើមខ្លាំងមែនតើប៉ុន្តែគេអត់ដឹងធ្វើម៉េចទេមានតែធំផឹងផឹកវាទៅដើម្បីប្រសាទពឹសណានៅពេលផឹកហើយដៃរបស់គេដែលបានកកទៅជាថ្មម្ខាងហ្នឹងក៏ប្រែមកជាសភាពដើមវិញពេលនោះណាចានឹងក៏ឆ្ងល់ចុះអាល់ពេញដែលបានកកទៅជាថ្មសឹងថាទាំងអស់ទៅហើយចុះឲ្យគេផឹកថ្នាំប្រសាទមកហើយបើមាត់អាល់ពេញហ្នឹងកកទៅជាថ្មហ្នឹងបិសាចទឹកហ្នឹងក៏ប្រាប់ណាចាថាអាថ្នាំប្រសាទហ្នឹងគេមិនមែនឲ្យផឹកឯណាគេឲ្យលាបខ្លួនទេតាណាចានេះដាច់ចកេះផឹងលពលយកមួយថ្ងៃមិនប្រាប់ទេឯងនេះខំផឹកខ្ពើមចង់ប្រកាច់ហើយបិសាចទឹកហ្នឹងក៏តបបើមិនសួរគេផងឲ្យគេប្រាប់ល្មិចណាចាហ្នឹងក៏បន្តយកសបោរបស់បិសាចទឹកហ្នឹងយកទៅលាពេញខ្លួនរបស់អាល់ពេញហ្នឹងដើម្បីបន្សាបពើឲ្យគេណាអាល់ពេញហ្នឹងក៏បានដោះលែងអាបិសាចទឹកហ្នឹងទៅដោយសារតែបិសាចទឹកហ្នឹងក៏មិនអាក្រក់ណាស់ណាដែរគេធ្វើហ្នឹងគឺដើម្បីតែកាពះរបស់គេទេហើយអាល់ពេញហ្នឹងក៏បានអរគុណណាចាដែលបានណាចាហ្នឹងជួយជីវិតគេទាំងដែលណាចាហ្នឹងអាល់ពេញហ្នឹងមិនដែលស្គាល់គ្នាសូម្បីតែមកបៀកណាចាហ្នឹងក៏ថាមិនអីទេបើមិនវាយគ្នាមិនស្គាល់គ្នាពួកគេទាំងពីរនាក់ហ្នឹងក៏បានរាប់អានគ្នាធ្វើជាមិត្តភក្តិធ្វើជាខ្លាយអញ្ចឹងទៅក៏បានប្រមូលគ្នាលេងទាត់សីយ៉ាងសប្បាយណាចាគាត់ពិតជាមានក្តីសុខខ្លាំងមែនតើនៅពេលដែលគាត់បានរាប់អានមិត្តភក្តិណាគាត់មានមិត្តភក្តិដូចគេដូចឯងដែរលេងទាត់សីសុកហ្នឹងណាចាហ្នឹងក៏បានសេតហើយអាល់ពេញហ្នឹងក៏សួរថាណាចាហ្នឹងកាត់អីណាចាហ្នឹងក៏តបថាអត់អីទេគ្រាន់តែខ្សាច់ចូលភ្នែកទិញទួចហើយគេក៏និយាយទៀតថាមានថ្ងៃហ្នឹងទេដែលគេមានក្តីសុខរាល់ដងហ្នឹងគេធ្លាប់ទៅលេងតែជាមួយម្ដាយរបស់គេអាចដែរមានអ្នកផ្សេងមកលេងជាមួយណាដោយសារតែអ្នកភូមិទាំងអស់ហ្នឹងចាប់ទុកណាចាហ្នឹងគឺជាបិសាចគេអត់ចង់លេងជាមួយគេរើសអើងអញ្ចឹងទៅដែលធ្វើឲ្យណាចាហ្នឹងគាត់អត់មានមិត្តភក្តិដូចគេដូចឯងណាអាល់ពេញហ្នឹងក៏បានហុចខ្ចងមួយមកឲ្យណាចាហើយប្រាប់ណាចាថាបើសិនជាថ្ងៃមួយណាចាចង់លេងទាត់សីជាមួយគេទៀតគ្រាន់តែផ្លុំខ្ចងហ្នឹងទៅគេនឹងមកជួបណាចាហើយខណៈពេលនោះដែរអ្នកភូមិជាច្រើនហ្នឹងក៏បានរត់សម្ដៅមកកាន់ណាចាហើយដល់ពេលណាចាក៏លេចមើលអាល់ពេញទៅក៏បាត់អាល់ពេញអត់ឃើញមិនដឹងទៅណាអ្នកភូមិនៅពេលដែលឃើញណាចានៅជាមួយនឹងអូនយ៉ាក្មេងតូចហ្នឹងក៏យល់ច្រឡំថាណាចាហ្នឹងចាប់ក្មេងតូចហ្នឹងមកពួកគេទាំងអស់ហ្នឹងក៏និយាយឌឺដងឌៀមដាមទៅកាន់ណាចាថាណាចាក៏ជាបិសាចអីចេះចោះទៅហើយឲ្យអ្នកភូមិទាំងអស់ហ្នឹងរួមដៃគ្នាដើម្បីកម្ចាត់បិសាចមួយនឹងចោលទៅណាចានៅពេលដែលឃើញទស្សនវិជ្ជាបែបហ្នឹងក៏គាត់អត់ប្រកាន់ទេដោយសារតែគាត់ធ្លាប់ជួបញយដងដល់អញ្ចឹងទៅគាត់ក៏បានដើរចាក់ចេញមកអត់ប្រកាន់អ្នកភូមិឲ្យសូម្បីតែមួយបៀកប៉ុន្តែអ្នកភូមិទាំងអស់ហ្នឹងបានចិត្តក៏បាននិយាយឌឺដងថាណាចាជាបិសាចចេះចោះទៅធ្វើឲ្យណាចាហ្នឹងកាន់តែខឹងមួយម៉ាត់ណាក៏ជាបិសាចពីរម៉ាត់ណាក៏ជាបិសាចធ្វើឲ្យណាចាទប់កំហឹងខ្លួនឯងមិនបានហ្នឹងក៏ចូលទៅវាយជាមួយនឹងអ្នកភូមិពេលនោះថៃយីហ្នឹងក៏បង្ហាញខ្លួនដើម្បីការពារអ្នកភូមិក៏ប៉ុន្តែមានណាអារ៉ូប៉ែនធ្លាក់ទៅលើមេឃមកចំស្មាថៃយីធ្វើឲ្យថៃយីស្រែកដូចឆ្មាជាប់បកាយអញ្ចឹងលីជីងជាមួយនឹងអ្នកស្រីយិនហ្នឹងក៏បានមកដល់កន្លែងហ្នឹងដើម្បីហាមឃាត់ណាចាហ្នឹងក៏មកបង្ករឿងណាចាស់ព្រឹទ្ធាចារ្យនៅក្នុងស្រុកភូមិហ្នឹងក៏បាននិយាយទូពិតទៅកាន់លីជីងថាកូនរបស់គាត់ណាចាហ្នឹងបានអុកលុកភូមិដុតបំផ្លាញភូមិមកចាប់កូនស្រីគេមកទៀតអញ្ចឹងអ្នកស្រុកអ្នកភូមិទាំងអស់ហ្នឹងទាមទារឲ្យអ្នកស្រីយិនជាមួយនឹងលីជីងហ្នឹងដាក់ទោសទៅកាន់ណាចាហ្នឹងឲ្យធ្ងន់ធ្ងរណាចាលឿងអញ្ចឹងខឹងចំថ្មៃហើយយ៉ាអ៊ំបន្ទូពិតហ៎គេប្រុងនឹងចូលទៅវាយចាស់ព្រឹទ្ធាចារ្យណាក៏ប៉ុន្តែត្រូវបានថៃយីហ្នឹងហាមឃាត់ដោយគាត់ប្រើកណាត់ទឹករបស់គាត់ហ្នឹងមករុំពាត់ខ្លួនរបស់ណាចាហ្នឹងអត់ឲ្យកម្រើករួចសំបីតែមកបៀកលោកម្ចាស់លីហ្នឹងគាត់សង្កេតឃើញថានៅក្នុងដៃណាចាហ្នឹងមានប្រឡាក់ទឹករំអិលបិសាចណាដល់តែពេលអញ្ចឹងគាត់សន្និដ្ឋានថាកូនរបស់គាត់ហ្នឹងបានមកកម្ចាត់បិសាចមែនកាន់មកដល់អាល់ពេញនៅវិញនៅពេលហ្នឹងគាត់បានចូលមកដល់ឋានស្ដេចងាកហើយគាត់ក៏បាននិយាយរៀបរាប់ទៅកាន់ឪពុករបស់គាត់ជាមួយនឹងលោកគ្រូរបស់គាត់សិនកងប៉ៅហ្នឹងថាគាត់ហ្នឹងរៀនយុទ្ធសាស្ត្រចេះចាំអស់ហើយចេះទាំងគ្រប់គ្រងទឹកសមុទ្រហើយនឹងបំលែងទឹកឲ្យទៅជាកកហើយណាមួយហ្នឹងគាត់បានរាប់អានមិត្តភក្តិមួយនៅឯច្រាំងសមុទ្រឯណោះគេហ្នឹងមានឈ្មោះថាណាចាគេបានឃើញអាល់ពេញហ្នឹងមានរូបរាងដោះស្នែងអីចឹងទៅក៏គេអត់រើអើងអាល់ពេញហ្នឹងដែរដោយបានរាប់អានគ្នាធ្វើជាមិត្តល្អគេនិយាយពីទាំងអស់ហ្នឹងប្រាប់ទៅកាន់ឪពុករបស់ខ្លួនជាមួយនឹងលោកគ្រូរបស់ខ្លួនសិនកងប៉ៅណាពេលសិនកងប៉ៅលើឈ្មោះណាចាហ្នឹងក៏លន់មាត់ថាម៉េចណាចាហើយគាត់ហ្នឹងក៏បានប្រាប់ទៅកាន់កូនសិស្សរបស់គាត់អាល់ពេញហ្នឹងថាអត់បានទេឯងមិនគួរទៅរាប់អានណាចាហ្នឹងទេដោយសារតែណាចាហ្នឹងកើតចេញពីគុជធម្មពលបិសាចចំណែកឯអាល់ពេញហ្នឹងកើតចេញពីគុជធម្មពលទេវតាអញ្ចឹងគុជទាំងពីរហ្នឹងគឺអត់ត្រូវធៀបគ្នាទេត្រូវតែកម្ចាត់គ្នាទៅវិញទៅមកតាមពិតទៅសិនកងប៉ៅហ្នឹងបានបច្ចេកទៅកាន់អាល់ពេញហ្នឹងឲ្យធ្វើការស្អប់ទៅកាន់ណាចាអញ្ចឹងទៅដោយសារពួកគេជាមួយនឹងស្ដេចនាគហ្នឹងគឺមានផែនការធំណាស្ដេចនាគហ្នឹងក៏បានប្រាប់ទៅកាន់អាល់ពេញកូនរបស់ខ្លួនថាកូនឯងមិនអាចរាប់អានជាមួយនឹងណាចាបាននោះទេមិត្តភាពមួយហ្នឹងកូនឯងត្រូវបំផ្លាញវាចោលទៅណាចាហ្នឹងគឺជាសត្រូវរបស់យើងសិនកងប៉ៅហ្នឹងក៏បាននិយាយពីគម្រោងការរបស់ខ្លួននឹងស្ដេចនាគហ្នឹងប្រាប់ទៅកាន់អាល់ពេញឲ្យយល់ថាពួកគេនឹងរងចាំអស់រយៈពេល3ឆ្នាំហើយដើម្បីឲ្យគុជធម្មពលបិសាចហ្នឹងត្រូវបណ្ដាសាឋានសួគ៌ប៉ុន្តែមុននឹងត្រូវបណ្ដាសាឋានសួគ៌ហ្នឹងគុជធម្មពលបិសាចហ្នឹងនឹងមានកំហឹងក្នុងខ្លួនយ៉ាងខ្លាំងហើយបង្កទុក្ខដល់ឋានទាំង3នោះហើយក៏ជាឱកាសរបស់ពួកគេក្នុងការកម្ចាត់គុជធម្មពលបិសាចហ្នឹងដើម្បីបង្ហាញឲ្យមនុស្សលោកទទួលស្គាល់ថាពូជពងនាគរាជគឺជាវីរបុរសហើយភារកិច្ចទាំងអស់ហ្នឹងគឺមានតែអាល់ពេញទេដែលគាត់អាចធ្វើបានព្រោះគេហ្នឹងបានចាប់កំណើតចេញពីគុជធម្មពលទេវតាស្ដេចនាគហ្នឹងក៏បាននិយាយប្រាប់ទៅកាន់អាល់ពេញថាពួកគេហ្នឹងបានជាប់នៅបាតសមុទ្រនេះដោយសារតែពួកគេត្រូវទទួលភារកិច្ចយាមច្រកបិសាចប្រមាណ1000ឆ្នាំមុនហ្នឹងពួកវិញ្ញាណបិសាចហ្នឹងបានផុសចេញពីបាតសមុទ្រទៅអុកឡុកឋានទាំង3ដូច្នេះហើយបាន
ពួកទេវតាបញ្ជាឲ្យពូជពងនាគទាំងអស់ហ្នឹងធ្វើការកម្ចាត់បិសាចហើយឃុំពួកបិសាចហ្នឹងឲ្យនៅក្រោមបាតសមុទ្រហ្នឹងជារៀងរហូតមិនត្រឹមតែប៉ុណ្ណោះទេពូជពងនាគរាជទាំងអស់ហ្នឹងក៏ត្រូវជាប់គាំងនៅបាតសមុទ្រហ្នឹងដែរដើម្បីយាមទ្វារបិសាចហ្នឹងដែលហេតុហ្នឹងហើយធ្វើឲ្យមនុស្សដែលនៅឋានកណ្ដាលហ្នឹងគឺអត់ស្គាល់ថាពូជពងនាគហ្នឹងមកឲ្យម៉េចទេនេះហើយគឺជាមូលហេតុដែលធំដែលធ្វើឲ្យស្ដេចនាគហ្នឹងបញ្ជាឲ្យសិនកងប៉ាវហ្នឹងទៅតាមយកគុជធម្មពលទេវតាហ្នឹងមកចាប់កំណើតជាកូនរបស់ខ្លួនគឺអាល់ពីងហ្នឹងហើយដើម្បីឲ្យគេសម្រេចកិច្ចការងារធំស្រោចស្រង់កិត្តិយសស្ដេចនាគនិងពូជពងទាំងឡាយហ្នឹងឡើងវិញណាអញ្ចឹងហើយបានស្ដេចនាគហ្នឹងបានប្រាប់ទៅកាន់អាល់ពីងថាឲ្យផ្ដាច់ការរាប់អានរវាងណាចាជាមួយនឹងខ្លួនចោលទៅដោយសារតែពូជពងនាគទាំងអស់ហ្នឹងគឺសង្ឃឹមទៅលើអាល់ពីងហ្នឹងហើយកាត់ចូលមកដល់ណាចានេះវិញនៅពេលហ្នឹងឪពុកម្ដាយរបស់គេហ្នឹងគឺបានឃុំឃាំងណាចាហ្នឹងនៅក្នុងបន្ទប់ឲ្យចេញទៅណាឯងអ្នកស្រីយិនណោះក៏ពពោះណាចាហ្នឹងទៅទាត់សៃលេងដើម្បីកាត់ stress ប៉ុន្តែណាចាហ្នឹងក៏និយាយប្រាប់ម្ដាយគេថាអើយអត់ទៅទេធុញម៉ែអើយគ្មានអារម្មណ៍លេងទេហើយអ្នកស្រីយិនហ្នឹងក៏បន្តទៀតថានៅសល់តែ10ថ្ងៃទៀតទេគឺដល់ថ្ងៃខួបកំណើតរបស់ណាចាហើយដល់អញ្ចឹងគាត់នឹងអញ្ជើញអ្នកភូមិទាំងអស់ហ្នឹងឲ្យមកជប់លៀងនៅក្នុងថ្ងៃខួបកំណើតរបស់ណាចានៅពេលរលឺអញ្ចឹងគេសប្បាយចិត្តខ្លាំងមែនទែនក៏ប៉ុន្តែគេសើទៅវិញនៅពេលដែលគេដឹងថាអ្នកភូមិទាំងអស់ហ្នឹងគឺស្អប់ណាចាខ្លាំងមែនទែនអញ្ចឹងពេលគេមកចូលរួមពិធីខួបកំណើតណាចាហ្នឹងច្បាស់ជាទឹកមុខមិនសូវស្រស់ទេលីជីងហ្នឹងក៏បានប្រាប់ណាចាថាមិនអីទេចាំពេលអ្នកភូមិមកជួបជុំគ្នាក្នុងពិធីខួបកំណើតហ្នឹងគាត់នឹងនិយាយការពិតទៅកាន់អ្នកភូមិទាំងអស់ហ្នឹងថាណាចាហ្នឹងបានកម្ចាត់បិសាចជួយក្មេងស្រីដែលមានឈ្មោះថាយ៉ាយ៉ាហ្នឹងដល់ពេលចេញមកក្រៅវិញលីជីងក៏បានសួរប្រពន្ធរបស់គាត់អ្នកស្រីយិនណាថាហេតុអីបានជាកុហកណាចាថា10ថ្ងៃទៀតគឺជាថ្ងៃខួបកំណើតរបស់គេអ្នកស្រីយិនហ្នឹងក៏តបទៅវិញថាគាត់ចង់ឲ្យកូនរបស់គាត់ណាចាហ្នឹងរីករាយនៅជីវិតចុងក្រោយរបស់គេអ្វីត្បិតតែ10ថ្ងៃទៀតហ្នឹងគឺជាពេលវេលា3ឆ្នាំរបស់ណាចាដែលនឹងត្រូវបណ្ដាសាឋានសួគ៌ហ្នឹងកើតឡើងអញ្ចឹងគាត់សុខចិត្តកុហកកូនរបស់គាត់ដើម្បីធ្វើឲ្យណាចាហ្នឹងរីករាយហើយសប្បាយចិត្តក្នុងពេលវេលាមួយដែលជាពេលវេលាចុងក្រោយណាចានេះក៏មកកាន់មាត់សមុទ្រហើយប្រាប់អាល់ពីងថានៅ10ថ្ងៃទៀតគឺជាថ្ងៃខួបកំណើតរបស់គេហើយអញ្ចឹងជើញអាល់ពីងហ្នឹងឲ្យចូលរួមផងពេលវេលានោះហើយគឺជាឱកាសល្អដែលស្ដេចនាគនិងសិនកងប៉ាយគេបានចាប់ផ្ដើមអនុវត្តផែនការរបស់គេស្ដេចនាគរួមទាំងបរិវារដទៃទៀតហ្នឹងក៏បានដកសការរបស់ខ្លួនហ្នឹងប្រមូលផ្ដុំគ្នាខ្លាចទៅជាអាវក្រោះមួយដើម្បីឲ្យអាល់ពីងហ្នឹងការពារខ្លួនហើយគាត់ហ្នឹងក៏បានប្រាប់កូនរបស់គាត់ថាវាសនារបស់ពូជនាគទាំងអស់ហ្នឹងគឺពឹងទៅលើអាល់ពីងហ្នឹងហើយកាត់ចូលពេលវេលា10ថ្ងៃក្រោយហ្នឹងខួបកំណើតរបស់ណាចាហ្នឹងក៏បានប្រពឡើងហើយអ្នកភូមិក៏បានចូលរួមប្រងព្រាតក៏ប៉ុន្តែម្នាក់មុខដូចជាមិនសូវស្រស់សោះអ្នកបម្រើក្នុងភូមិឋានតកូលីហ្នឹងក៏បានទៅនិយាយប្រាប់អ្នកភូមិថាឲ្យសោចឡើងសប្បាយចិត្តឡើងហេលបល់យកម្នាក់មុខដូចកញ្ចងបាញ់នៅពេលដែលណាចាកំពុងតែតុបតែងខ្លួនហ្នឹងសិនកងប៉ាវហ្នឹងក៏បង្ហាញខ្លួនឡើងប៉ុន្តែមិនទាន់បាននិយាយអីទេណាចាក៏បានហេទៅដល់កាប់សិនកងប៉ាវដាក់សិនកងប៉ាវឡើងកប់ម្យ៉ាងសិនកងប៉ាវហ្នឹងក៏ប្រាប់ណាចាថាកំវាយគាត់អីគាត់មកហ្នឹងគឺល្អទេគាត់ចង់ប្រាប់ការពិតទៅកាន់ណាចាហ្នឹងសិនកងប៉ាវហ្នឹងក៏បាននិយាយប្រាប់ការពិតថាណាចាហ្នឹងមិនមែនកើតចេញពីគុជធម្មពលទេវតាទេគឺណាចាហ្នឹងកើតចេញពីគុជធម្មពលបិសាចអញ្ចឹងហើយដែលធ្វើឲ្យអ្នកភូមិទាំងអស់ហ្នឹងស្អប់ខ្ពើមណាចាណាចានៅពេលដែលដឹងការពិតហើយគាត់ពិតជាខឹងឪពុកគាត់ខ្លាំងមែនទែនដែលឪពុករបស់គាត់ហ្នឹងក៏ហក់គាត់ថាគាត់ហ្នឹងកើតចេញពីគុជធម្មពលទេវតានៅក្នុងពិធីខួបកំណើតរបស់ណាចាហ្នឹងថៃយីហ្នឹងក៏បានជូនវត្ថុទឹក3យ៉ាងហ្នឹងមកឲ្យណាចាហ្នឹងជាកាដូវត្ថុទឹកទី1ហ្នឹងគឺជាលំពែងភ្លើងឯវត្ថុទឹកទី2ហ្នឹងគឺជាកណាត់ទឹកចំណែកវត្ថុទឹកទី3គឺជាយានជំនិះជ្រូកដោះស្លាប់ដែលអបិថៃយីហ្នឹងជិះរាល់ដងប៉ុន្តែពេលដែលនៅជាមួយណាចាវាប្រែទៅជាកង់ភ្លើងទឹកមួយគូដែលអាចហោះបានណាលីជីងហ្នឹងក៏មានកាដូជូនទៅកាន់ណាចាកូនប្រុសរបស់គាត់ដែរដែលគាត់ហ្នឹងបានឲ្យថងកោបមួយទៅកាន់ណាចាហើយជូនពរណាចាហ្នឹងឲ្យមានអាយុវែងនៅក្នុងថ្ងៃខួបកំណើតហ្នឹងណាចាហ្នឹងក៏បាននិយាយតបទៅកាន់ឪពុកវិញថាហេតុអីបានកុហកខ្ញុំអ្នកស្រីយិនលឿងអញ្ចឹងក៏បានសួរណាចាកូនឯងកើតអីប៉ុន្តែពេលហ្នឹងណាចាគឺដឹងការពិតហើយថាខ្លួនរបស់គេហ្នឹងកើតចេញពីគុជធម្មពលបិសាចមិនមែនកើតចេញពីគុជធម្មពលទេវតាដូចអ្វីដែលឪពុកម្ដាយរបស់គេបានកុហកគេនៅក្នុងទឹកដីសបនិមិត្តទេណាចាហ្នឹងក៏និយាយទៀតថាឪពុករបស់គេគឺកុហកខ្លួនដើម្បីធ្វើឲ្យខ្លួនហ្នឹងស្ងប់ចិត្តរួចហើយហ្នឹងក៏ងាយស្រួលក្នុងការឃុំឃាំងគេនៅក្នុងបន្ទប់ដើម្បីកុំឲ្យចេញមកបង្ករឿងដល់អ្នកភូមិទាំងឡាយហើយណាចាហ្នឹងក៏ចោទឪពុកខ្លួនឯងទៀតថាគាត់ធ្វើហ្នឹងគឺដើម្បីតែការពារគេឈ្មោះខ្លួនឯងគឺមិនមែនការពារកូនប្រុសខ្លួនឯងទេពេលនោះណាចាហ្នឹងខឹងខ្លាំងមែនទែនក៏បានសូត្របល័យស្រ័យកងឈៀងខុនហ្នឹងនៅលើករបស់គេថៃយីឃើញអញ្ចឹងឆ្ងល់ខ្លាំងមែនទែនតែណាចាហ្នឹងរៀនបល័យដោះកងឈៀងខុនហ្នឹងពីពេលណាមកតាមពិតតែអបិសិនកងប៉ែនេះទេដែលបានប្រាប់ពីបល័យដោះកងឈៀងខុនពីករបស់ណាចាហ្នឹងទៅពេលដែលកងឈៀងខុនបានដោះចេញពីកណាចាហ្នឹងទៅធ្វើឲ្យធម្មពលនិងកំហឹងរបស់ណាចាហ្នឹងកាន់តែផ្ទុះឡើងធម្មពលគុជបិសាចហ្នឹងនៅពេលដែលអត់មានកងឈៀងខុនគ្រប់គ្រងធ្វើឲ្យកម្លាំងរបស់វាកាន់តែកើនឡើងរហូតធ្វើឲ្យណាចាប្រែពីតូចទៅជាធំវិញពេលហ្នឹងហើយដែលនៅក្នុងខ្លួនរបស់ណាចាហ្នឹងគឺពោពេញទៅដោយកំហឹងនិងគំនុំនៃការសងសឹកមិនមកអង្គយូរណាចាហ្នឹងក៏បានចូលទៅវិវហាបំរុងនឹងសម្រាប់អ្នកភូមិណាក៏ប៉ុន្តែត្រូវបានលោកម្ចាស់លីជីងហ្នឹងហាមឃាត់ប៉ុន្តែណាចានៅពេលហ្នឹងគឺបាត់បង់សតិហើយអត់មានស្គាល់ឪពុកម្ដាយអីទេគឺជប់វាយហើយទៅតាមសារធាតុបិសាចរបស់ខ្លួនថៃយីក៏បានប្រើអាវុធទឹករបស់គាត់ហ្នឹងទៅហាមឃាត់ណាចាចាប់ណាចាហ្នឹងកុំឲ្យវាប្រហារជាមួយនឹងឪពុករបស់ខ្លួនលីជីងនេះប៊ីនឹងត្រូវលំពែងភ្លើងចាក់គូតហើយក៏ប៉ុន្តែគាត់បានចាប់មុខរំពែងរបស់ណាចាហ្នឹងជាប់ថៃយីហ្នឹងក៏ស្រែកប្រាប់អ្នកស្រីយិនហ្នឹងឲ្យនាំមនុស្សទៅរកកងឈៀងខុនមកមានតែកងឈៀងខុនទេដែលអាចបង្ក្រាបគុជធម្មពលវិញ្ញាណបិសាចហ្នឹងបានហើយតាមការពិតហ្នឹងកងឈៀងខុនគឺនៅលើដៃអបិសិនកងប៉ាវនេះដែលគាត់បានលួចយកមកសិនកងប៉ាវហ្នឹងក៏បញ្ជាអាល់ពីហ្នឹងចុះទៅបង្ក្រាបណាចាឲ្យទាន់មុនពេលវេលាដែលបណ្ដាសាឋានសួគ៌ហ្នឹងទម្លាក់ចុះមកហើយបើសិនជាអាល់ពីងធ្វើបានសម្រេចអ្នកភូមិទាំងអស់ហ្នឹងនឹងចាប់ទុកអាល់ពីងហ្នឹងគឺជាវីរៈបុរសហើយពូជពងនាគទាំងអស់ហ្នឹងនឹងត្រូវបានមនុស្សគោរពឡើងវិញហើយគេហ្នឹងក៏បង្គាប់ទៀតថាឲ្យអាល់ពីងហ្នឹងសម្រាប់ទាំងថៃយីជាមួយនឹងលីជីងនិងប្រពន្ធរបស់គេផងអាល់ពីងហ្នឹង
នឹងក៏បានបដិសេធហេតុអីបានជាត្រូវសម្រាប់មនុស្សគ្មានកំហុសសិនកងប៉ាវនឹងក៏ប្រាប់ថាបើសិនជាមិនសម្រាប់ពួកគេទេដំណឹងដែលគេបានលួចគុជធម្មពលទេវតានឹងបែកធ្លាយទៅឋានសួគ៌អញ្ចឹងច្បាស់ជាទេវតាថៃសានដែលជាគ្រូសិនកងប៉ាវនឹងដាក់ទោសសិនកងប៉ាវនឹងជាមិនខានទេសិនកងប៉ាវនឹងក៏បាននិយាយរៀបរាប់ដំណើររឿងជូរចត់របស់គេប្រាប់ទៅកាន់អាល់ពីងថាខ្លួនរបស់គេនឹងគឺកើតចេញពីធម្មពលបិសាចថ្នាក់ទាបដល់អញ្ចឹងហើយធ្វើឲ្យទេវតាទាំងអស់នឹងរើសអើងគេសូម្បីតែលោកគ្រូរបស់គេថៃសានឡាវជីងនឹងក៏មិនសូវខ្វាយខ្វល់ពីការស្លាប់រស់របស់សិនកងប៉ាវនឹងដែរដែលហេតុហ្នឹងហើយធ្វើឲ្យសិនកងប៉ាវនឹងក៏ដើរមកដល់ចំណុចហ្នឹងណាអាល់ពីងនឹងក៏បានសុំអង្វរទៅកាន់គ្រូរបស់គេថាគាត់អត់ចង់សម្លាប់មនុស្សគ្មានកំហុសទេសិនកងប៉ាវនឹងក៏ថាបើឯងមិនសម្លាប់ណាចាទេក៏ណាចាកិច្ចមិនផុតពីបណ្ដាសាឋានសួគ៌ដែរសិនកងប៉ាវនឹងក៏បានបោះកង់ឈឹងខុនទៅឲ្យអាល់ពីងហើយប្រាប់អាល់ពីងថាទៅធ្វើអ្វីដែលឯងចង់ធ្វើចុះអាល់ពីងលឺអញ្ចឹងសប្បាយចិត្តខ្លាំងមែនទែនក៏ស្ទុះទាញកង់ឈឹងខុនរត់ប្រយទៅបាត់ទៅសិនកងប៉ាវនឹងមានដឹងថាអាល់ពីងនឹងរត់ចេញទៅណាហើយគាត់ក៏បាននិយាយប្រាប់អាល់ពីងថាអាល់ពីងហាលះអត្តសញ្ញាណនៅចិត្តវើយក៏បង្ហាញឲ្យមនុស្សឃើញវិជាអសន្នធំកុំឲ្យមនុស្សដឹងថាឯងគឺជាកូនស្ដេចនាគវើយស្រាប់តែសិនកងប៉ាវងាកមកក្រោយមកឃើញអាល់ពីងសបល់យកកាត់មកខាងណាចានឹងលីជីងនៅវិញណាចាបំរុងថានឹងបាញ់ភ្លើងដាក់លីជីងណាក៏ប៉ុន្តែត្រូវបានថៃយីនឹងទាញលីជីងចេញមកទាន់កុំឲ្យនឹងឆេះហូមណាចាក៏បានប្រើវត្ថុទឹករបស់គេនឹងឲ្យទៅវាបហាជាមួយនឹងថៃយីប៉ុន្តែបែថៃយីនឹងវាយគ្មានឈ្នះវត្ថុទឹកនឹងទេវាយចុះវាយឡើងនឹងវត្ថុទឹកនឹងដាក់ថៃយីឡើងចង់បែកផ្លោកណាចានេះក៏បានចាប់លីជីងជាប់បំរុងនឹងសម្លាប់ក៏ប៉ុន្តែត្រូវបានអ្នកស្រីយិននឹងហាមឃាត់ថានោះគឺជាពុករបស់ឯងណាចាក៏ប៉ុន្តែណាចាស្ដាប់ទេដោយសារតែពេលនេះគេបាត់បង់សតិហើយគឺគេនឹកអីអត់ឃើញទេប៉ុន្តែជាសំណាងល្អអីក៏ត្រូវបានអាល់ពីងនឹងជួយទាន់កុំឲ្យនឹងអែតតែបាត់ហើយលីជីងបើអ្នកភូមិវិញកំពុងឈើមើលទស្សនភាពឪពុកកូនវាយគ្នាហើយចំណែកម៉ែយ៉ែមិនដែរគាត់តែឃើញប្រុសសាអត់បានទេណាចានេះគឺអត់ឈប់ទេនៅពេលហ្នឹងគឺគេបាត់បង់សតិហើយគេក៏បានចូលទៅវិបហាជាមួយនឹងអាល់ពីងណាហើយក៏ត្រូវបានអាល់ពីងនឹងមកកកគេចូលក្នុងផ្ទាំងតកក៏ប៉ុន្តែណាចានឹងក៏បំបាយផ្ទាំងតកនឹងបានទៀតឆ្លៀវឱកាសគេកំពុងតែទប់ទល់ជាមួយនឹងណាចាអាល់ពីងនឹងក៏បានបោះកង់ឈឹងខុនទៅឲ្យថៃយីដើម្បីឲ្យថៃយីប្រើកង់ឈឹងខុននឹងបង្ក្រាបកម្លាំងគុជធម្មពលបិសាចនៅក្នុងខ្លួនណាចានេះនៅពេលដែលកលេចឃើញកង់ឈឹងខុនគេចាប់ផ្ដើមភ័យណាហើយបំរុងនឹងរត់ក៏ប៉ុន្តែត្រូវបានកង់ឈឹងខុននឹងរុំខ្លួនជាប់នៅទីបំផុតកង់ឈឹងខុននឹងក៏ធ្វើការបង្ក្រាបកម្លាំងគុជធម្មពលបិសាចនឹងឲ្យវិលទៅសភាពដើមវិញបានហើយណាចានឹងក៏ប្រែរូបមកជាក្មេងវិញពេលណាចាបើកភ្នែកឡើងនឹងគឺគេខឹងឪពុកគេផងខឹងអ្នកភូមិផងដល់អញ្ចឹងគេទទួលយកអីអត់បានក៏បានរត់ចាក់ចេញទៅលីជីងនេះក៏មិនហ៊ានហាមឃាត់កូនដែរដោយសារតែគាត់ដឹងខ្លួនខុសដែរលីជីងនេះក៏បានមកថ្លែងអំណរគុណទៅកាន់អាល់ពីងដែលបានជួយជីវិតគាត់ក៏ប៉ុន្តែគាត់ក៏បានសង្ស័យទៅកាន់អាល់ពីងនៅពេលនោះគាត់ក៏បានយកទឹកមួយនឹងជះទៅលើអាល់ពីងហើយដកកណាត់ពីលើខ្លួនអាល់ពីងចេញបង្ហាញឲ្យមនុស្សគ្រប់គ្នានឹងបានដឹងថាអាល់ពីងនឹងគឺជាកូនស្ដេចនាគព្រោះគេមានស្នែងម្នាក់នឹងគឺឆ្ងល់ខ្លាំងមែនតើហេតុអីបានជាពូជពងនាគនឹងអាចឡើងមកលើគោកបានពេលនោះសិនកងប៉ាវនឹងក៏បានបង្ហាញខ្លួនហើយក៏និយាយប្រាប់ទៅកាន់ថៃយីថាសើច្បងមានដឹងអត់ថាគុជធម្មពលទេវតានឹងបានបាត់ដោយសារតែពីណាគឺខ្ញុំនឹងឲ្យជាអ្នកលួចហើយអាល់ពីងនេះហើយគឺជាគុជធម្មពលទេវតាដែលបានចាប់កំណើតឡើងថៃយីនេះលឺអញ្ចឹងខឹងខ្លាំងមែនតើយ៉ាអាសិស្សប្អូនចង្រៃហើយចាំមើលអញទៅប្រាប់ឋានសួគ៌ឲ្យដាក់ទោសពួកឯងហើយសិនកងប៉ាវនឹងក៏បានបញ្ជាអាល់ពីងនឹងសម្លាប់មនុស្សទាំងអស់នៅក្នុងស្រុកឈិនតាំងគាន់នឹងទូមិនចង់ក៏ត្រូវតែសម្លាប់ដែរដើម្បីពូជពងនាគរបស់គេណាអាល់ពីងនឹងក៏បានយល់ព្រមតែចិត្តរបស់គេនឹងគឺមិនចង់ទេក៏ប៉ុន្តែធ្វើមិនដើម្បីពូជពងនាគរបស់គេអាល់ពីងនឹងក៏បានប្រើកម្លាំងធម្មពលរបស់គេនឹងហៅយកទឹកចេញពីផ្ទៃសមុទ្រនឹងមកគ្របដណ្ដប់លើស្រុកឈិនតាំងគាន់នឹងទាំងមូលអាល់ពីងនឹងក៏បានធ្វើឲ្យទឹកសមុទ្រនឹងកកហើយបំរុងនឹងទម្លាក់អាដុំផ្ទាំងតកកដ៏ធំនឹងមកលើស្រុកឈិនតាំងគាន់ឲ្យមនុស្សទាំងអស់នឹងស្លាប់នៅទៅនឹងត្មងកលេចមកកាន់ណាចានេះវិញទៅពេលហ្នឹងគាត់កំពុងតែសើតខ្លាំងមែនតើមួយសន្ទុះនឹងស្រាប់តែអាកង់ចាក់យានជំនិះរបស់គាត់នឹងវាបានប្រែคล้ายទៅជាជ្រូកវិញហើយជ្រូកនឹងក៏បង្ហាញរឿងខ្លះៗដែលណាចាមិនទាន់ដឹងអំពីរឿងរ៉ាវរបស់ពុករបស់ណាចានឹងគឺលីជីងរឿងនោះវាកើតឡើងជាង3ឆ្នាំមុននេះនៅពេលដែលណាចាទើបចាប់កំណើតថ្មីលីជីងនឹងគាត់បានឡើងទៅឋានសួគ៌ដើម្បីឲ្យថៃសានឡាវជីងនឹងដោះបណ្ដាសាចេញពីណាចាវិញប៉ុន្តែពេលនោះក៏អាចបានជួបថៃសានឡាវជីងទេបាយជាទៅជួបជាមួយនឹងពពកយាមទ្វារទៅវិញហើយនៅពេលដែលដឹងថាបណ្ដាសាឋានសួគ៌នឹងគឺមិនអាចដោះបានលីជីងនឹងបំរុងថាមកផ្ទះវិញទៅហើយប៉ុន្តែក៏ត្រូវបានទេវតាពពកនឹងហាមឃាត់ហើយទេវតាពពកនឹងក៏បាននិយាយប្រាប់លីជីងរឿងអាត់កំបាំងទេវតាថាអ្វីត្បិតតែបណ្ដាសាឋានសួគ៌មិនអាចដោះបានក៏ពិតមែនក៏ប៉ុន្តែយើងអាចផ្ទេរបណ្ដាសានឹងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់បានទេវតាពពកក៏បានហុចយ័ន្ត2មកឲ្យលីជីងហើយប្រាប់លីជីងថាឲ្យគេនឹងយកយ័ន្តមួយទៅដាក់លើខ្លួនណាចាចំណែកឯយ័ន្តមួយទៀតគឺទុកនៅលើខ្លួនលីជីងនឹងផ្ទាល់តែហ្មងនៅពេលដែលដល់ពេលវេលាដែលបណ្ដាសាឋានសួគ៌ទម្លាក់មកអ្នកដែលត្រូវបណ្ដាសានោះគឺមិនមែនណាចាទេតែគឺជាលីជីងដែលជាអ្នករងជំនួសណាចានៅពេលដែលឃើញទស្សនភាពដាវពុករបស់គេលះបង់ខ្លួនដើម្បីគេអញ្ចឹងគឺគេពិតជាមានអារម្មណ៍ថាខូចចិត្តយ៉ាងខ្លាំងនៅពេលដែលគេបើកមើលក្នុងថង់កោបដែលពុករបស់គេបានបកគោលឲ្យគេក្នុងថ្ងៃខួបកំណើតហ្នឹងក៏បានឃើញយ័ន្តដែលពុករបស់គេនឹងបានដាក់ឲ្យណាចានឹងមែនពេលនោះណាចាមានអារម្មណ៍ថាខ្លួនឯងនឹងខុសខ្លាំងមែនទែនដែលគិតអាក្រក់លើពុករបស់ខ្លួនកាត់មកដល់លីជីងនេះវិញកំពុងតែព្យាយាមប្រយុទ្ធជាមួយនឹងអាល់ពីងណាក៏ប៉ុន្តែកាប់អាល់ពីងអត់មកទេដោយសារតែអាល់ពីងនឹងមានអាវក្រោះសកានេះអ្នកស្រីយិននេះក៏ខំចាក់គូតអាល់ពីងដែរក៏ប៉ុន្តែចាក់មិនធ្លុះវាយចុះវាយឡើងនឹងអាល់ពីងនឹងក៏បានប្រើយុទ្ធសាស្ត្ររបស់គេនឹងបង្កកពីអ្នកប្តីប្រពន្ធនឹងឲ្យកកស្មុំជាប់នៅនឹងត្មងប៉ុន្តែសំណាងល្អឯណាចានឹងក៏បានមកជួយពុកម្ដាយរបស់ខ្លួនហើយធ្វើការប្រយុទ្ធជាមួយនឹងអាល់ពីងកម្លាំងភ្លើងនិងកម្លាំងទឹកគឺបានប្រយុទ្ធគ្នាខ្លាំងមែនទែនឪពុកម្ដាយណាចានឹងក៏បានលេខខ្សលពីតកក
នឹងទៅតែគាត់បានរំដោះខ្លួនចេញបានណាថៃយីក៏បានស្រែកប្រាប់ណាចាឲ្យគេនឹងរៀបរៀងអាវពីងកុំឲ្យអាវពីងនឹងទម្លាក់ដុំផ្ទាំងតកកដ៏ធំពីខាងលើនោះមកកប់នៅលើស្រុកឈិនតាំងគួងនឹងទាំងមូលតែអញ្ចឹងទេអ្នកស្រុកអ្នកភូមិនឹងស្លាប់អស់ឥឡូវហើយណាចានឹងក៏បានចូលទៅវិបហាអាវពីងដើម្បីហាមឃាត់គេនឹងកុំឲ្យធ្វើរឿងមួយហ្នឹងអាវពីងនឹងក៏បានប្រើធម្មពលទឹករបស់គេនឹងបាញ់ទៅលើណាចាហើយណាចានឹងក៏បានប្រើលំពែងភ្លើងរបស់គេនឹងរងពីអ្នកនេះវាយសាហាវដូចរឿងកូនជ្រូកអញ្ចឹងពួកគេទាំងពីរអ្នកនឹងក៏នៅបន្តវិបហាគ្នាក៏ប៉ុន្តែអត់ទាន់ដឹងឈ្នះចាញ់ទេណាចាខំប្រឹងប្រើធម្មពលភ្លើងរបស់គេនឹងបាញ់ទៅលើអាវពីងនឹងក៏រងជាប់ទៀតបាយសុកនឹងបាត់ខ្លួនណាចាផ្លែតដល់ទៅពេលចេញមកក៏បានឃើញសិនកងប៉ាវតាមពិតទៅណាចានឹងគឺបានប្រែកាយទៅជាសិនកងប៉ាវឯងឆ្លៀវកាលទៅពេលអាវពីងភ្លេចខ្លួនណាចាក៏បានដកលំពែងភ្លើងរបស់គេមកចាក់គូតអាវពីងលន់លើសូតទៅជ្រុចអាវពីងទៅពេលហ្នឹងទើបដឹងថាតាមពិតម្នាក់ហ្នឹងមិនមែនជាគ្រូរបស់គេទេគឺជាណាចាកលាខ្លួនពេលហ្នឹងណាចាហ្នឹងក៏លឹបចូលទៅក្នុងផ្សែងបាត់ទៅអាវពីងនេះខំតាមរណាចាណាថៃយីនេះទៅពេលដែលឈ្នះសិនកងប៉ាវហ្នឹងក៏បានដាក់មេប្រូចរត់សិនកងប៉ាវហ្នឹងក៏បានចូលទៅក្នុងផ្សែងហ្នឹងដេញតាមថៃយីរត់ចុះរត់ឡើងហ្នឹងក៏បានរត់បុកជាមួយនឹងណាចាញ៉ាច់ណាចាឃើញឱកាសល្អក៏បានជប់អាវុធនៅក្នុងដៃសិនកងប៉ាវហ្នឹងឲ្យคล้ายទៅជាអាវុធរបស់ខ្លួនចំណែកអាវុធរបស់គេហ្នឹងក៏ជប់ប្រែคล้ายទៅជាអាវុធសិនកងប៉ាវវិញអាវពីងនេះនៅពេលដែលគេមកដល់ឃើញគ្រូរបស់គេហ្នឹងមាន2នាក់អញ្ចឹងគេអត់ដឹងថាមួយណាទេក៏ប៉ុន្តែនៅពេលដែលគេកលេចឃើញអាវុធនៅក្នុងដៃដែរសិនកងប៉ាវពិតប្រាកដកាន់ហ្នឹងគឺជាអាវុធរបស់ណាចាអញ្ចឹងគេច្រឡំថានោះហើយគឺជាណាចាអញ្ចឹងហើយក៏បានចូលទៅវិបហាជាមួយនឹងគ្រូរបស់ខ្លួនណាចាឃើញឱកាសល្អអញ្ចឹងក៏បានលួចចាក់គូតអាវពីងហ្នឹងពីក្រោយខ្នងម្ដងទៀតតប៉ាយចំតម៉ាយការប្រយុទ្ធរបស់ពួកគេហ្នឹងគឺស្មុគស្មាញខ្លាំងមែនតើណាចាហ្នឹងវាយសើមិនអស់ចិត្តក៏បន្តមកវាយជាមួយនឹងសិនកងប៉ាវនៅពេលនោះណាចាក៏បានកលេចឃើញអាវពីងហ្នឹងបំរុងនឹងសម្លាប់ពុកម្ដាយរបស់គេណាចាក៏បានរត់ចូលទៅរងជំនួសពុកម្ដាយរបស់គេណាឆ្លៀវការនៅពេលដែលណាចាកំពុងទៅធ្វើរបួសអញ្ចឹងសិនកងប៉ាវហ្នឹងក៏បានបំរុងចូលទៅសម្លាប់3អ្នកម្ដាយកូនហ្នឹងក៏ប៉ុន្តែត្រូវបានថៃយីហ្នឹងរៀបរៀងតាន់ចំណែកអាវពីងនេះវិញក៏បានប្រែកាយទៅជានាគរាជហោះឡើងទៅលើផ្ទាំងតកគេក៏បានជន់ផ្ទាំងតកហ្នឹងឲ្យបាក់សង្កត់ធ្លាក់មកលើស្រុកឈិនតាំងគួនទាំងមូលណាចាណាឃើញអញ្ចឹងក៏បានសូត្របល័យស្រ័យកងឈៀងខុនចេញពីករបស់គេបន្ទាប់មកគេក៏បានបញ្ចេញធម្មពលភ្លើងដ៏អស្ចារ្យរបស់គេហ្នឹងហោះឡើងទៅលើដើម្បីរុញផ្ទាំងតកដែលកំពុងធ្លាក់បាក់មកហ្នឹងឲ្យឡើងទៅលើវិញអាវពីងនោះឃើញអញ្ចឹងក៏បានខំប្រឹងសង្កត់អាផ្ទាំងតកហ្នឹងឲ្យធ្លាក់ចុះមកក្រោមណាចាណាក៏បានខំប្រឹងបញ្ចេញអាដៃ6របស់គេមកលើកអាផ្ទាំងតកហ្នឹងឡើងទៅលើវិញទីបំផុតអាផ្ទាំងតកធំហ្នឹងក៏ត្រូវបានធម្មពលភ្លើងរបស់ណាចាហ្នឹងរំលាយឲ្យទៅជាដុំតូចដូចដំណក់ទឹកអញ្ចឹងចំណែកអាវពីងនេះក៏ត្រូវបានណាចាហ្នឹងចាប់ជាប់បំរុងថានឹងសម្លាប់ដែរក៏ប៉ុន្តែណាចាដាច់ចិត្តទេដោយសារតែអាវពីងហ្នឹងគឺជាមិត្តភក្តិរបស់គេស្របពេលនឹងដែរការកំណត់3ឆ្នាំរបស់បណ្ដាសាឋានសួគ៌ហ្នឹងក៏បានមកដល់ណាចាហ្នឹងក៏បានចុះមកជួបឪពុកម្ដាយរបស់គេរួចហើយធ្វើការចងឪពុកម្ដាយរបស់គេហ្នឹងផ្អោបជាប់គ្នាហើយគេហ្នឹងក៏បានធ្វើការលាពីឪពុកម្ដាយរបស់គេណាមុននឹងទៅណាចាហ្នឹងក៏បានហែកយន់ដែរលោកម្ចាស់លីជីងហ្នឹងបានដាក់ឲ្យណាចាហើយគេហ្នឹងក៏បាននិយាយថាគេពិតជាមានសំណាងខ្លាំងមែនទែនដែលបានកើតមកជាកូនទី3លោកម្ចាស់ជីងជាមួយនឹងអ្នកស្រីយិនគ្រាន់តែថាគេសោកស្ដាយហើយអ្វីដែលសោកស្ដាយហ្នឹងគឺគេអត់បានលេងទាត់ស័យជាមួយនឹងឪពុករបស់គេសូម្បីតែម្ដងសោះម្ដាយនោះក៏យំអាណិតកូនណាចានេះក៏ថាអើយម៉ែនឹងយំអីទេថ្ងៃហ្នឹងថ្ងៃខួបកំណើតកូនផងយំលហេងលហាមអីហ្នឹងនៅពេលដែលណាចាកំពុងតែលិតជង្គង់គោរពទៅកាន់ឪពុកម្ដាយរបស់គេហ្នឹងកម្លាំងនៃរន្ទះឋានសួគ៌ហ្នឹងក៏បានគួចយកណាចាហ្នឹងឡើងទៅលើផ្ទៃអាកាសហើយរន្ទះបាញ់ដ៏មហាសាលរបស់ឋានសួគ៌ហ្នឹងក៏បានបាញ់សម្ដៅមកកាន់ណាចាបំរុងឲ្យគេណាលីខ្សលទៅមកណាប៉ុន្តែក៏ត្រូវបានអាវពីងហ្នឹងគាត់បានប្រើអាវក្រសកានេះរបស់គេហ្នឹងមករៀបរៀងរន្ទះហ្នឹងដើម្បីការពារណាចាក៏ប៉ុន្តែដោយសារតែកម្លាំងរន្ទះរបស់ឋានសួគ៌ហ្នឹងខ្លាំងពេកធ្វើឲ្យអាវក្រសកានេះរបស់អាវពីងហ្នឹងបែកខ្ទេចខ្ទីអាយ៉ាយីអស់ទៅសិនកងប៉ាវណាគាត់តែឃើញចឹងអត់ខ្វល់ទេក៏ដាក់មេប្រូចរត់យកទៅព្រះយកទៅចំណែកឯអាវពីងជាមួយនឹងណាចានេះវិញក៏បានរួមដៃគ្នារួមកម្លាំងគ្នាហ្នឹងបង្កើតបានជាគុជធម្មពលថ្មីមួយហើយពួកគេទាំងពីរនាក់ហ្នឹងក៏បានប្រើកម្លាំងគុជធម្មពលនោះទៅស្រូបយកធម្មពលរន្ទះដ៏មហាសាលពីឋានសួគ៌មករួចហើយក៏បាញ់បកទៅកាន់ឋានសួគ៌វិញនៅពេលនោះកម្លាំងរន្ទះបាញ់ដ៏មហាសាលរបស់ឋានសួគ៌ហ្នឹងក៏បាញ់សម្ដៅមកកាន់ពួកគេចំណែកពួកគេហ្នឹងក៏បានប្រើកម្លាំងរន្ទះដែលពួកគេស្រូបយកពីឋានសួគ៌ហ្នឹងយកបាញ់បកទៅកាន់ឋានសួគ៌វិញនៅពេលដែលកម្លាំងរន្ទះទាំងពីរហ្នឹងបានបុកគ្នាបង្កបានជាគ្រោះរំជួយដីយ៉ាងធ្ងន់ធ្ងរឆ្លៀវឱកាសមួយហ្នឹងថៃយាណាក៏បានយកប្រអប់ផ្កាឈូកទឹកហ្នឹងដើម្បីចូលទៅជួយសង្គ្រោះណាចាជាមួយនឹងអាវពេញហ្នឹងនៅទីបំផុតរន្ទះបាញ់ដ៏មហាសាលរបស់ឋានសួគ៌ហ្នឹងក៏ត្រូវបានរលាយផុតទៅអ្នកស្រីយិនណាគឺបារម្ភពីកូនរបស់គាត់ណាចានឹងខ្លាំងមែនទែនខ្លាចគេបាត់បង់ជីវិតថៃយាណាគេក៏បាននិយាយប្រាប់អ្នកស្រីយិននឹងថាគេអាចជួយរូបរាងកាយរបស់ណាចានឹងអាវពេញបានទេក៏ប៉ុន្តែគេអាចជួយសង្គ្រោះដួងវិញ្ញាណរបស់ពួកគេទាំងពីរនាក់ហ្នឹងបានហើយពួកគេទាំងពីរនាក់ហ្នឹងក៏អាចចាប់កំណើតសារជាថ្មីវិញបានដែរប៉ុន្តែអ្វីដែលថៃយាគាត់សោកស្ដាយបំផុតហ្នឹងគឺគាត់គឺធ្វើភារកិច្ចដែលលោកគ្រូរបស់គាត់ដាក់ឲ្យហ្នឹងគឺអត់បានសម្រេចទេ3ឆ្នាំមុននេះគឺអាលេខសល់អញ្ចឹងគាត់ត្រូវធ្វើភារកិច្ចហ្នឹងម្ដងទៀតសារជាថ្មីចំណែកឯអ្នកភូមិក្នុងស្រុកឈិនតាំងគួងទាំងមូលហ្នឹងក៏បានធ្វើការអរគុណទៅកាន់ណាចាដែលគេហ្នឹងបានជួយសង្គ្រោះអ្នកភូមិទាំងមូលហ្នឹងឲ្យមានជីវិតហើយពួកគេហ្នឹងក៏បានព្រមទទួលស្គាល់ណាចាហ្នឹងថាជាវីរបុរសរបស់ពួកគេហ្នឹងតរៀងអើយហើយសាច់រឿងរបស់យើងហ្នឹងគឺអត់មានបន្តទៅមុខទៀតដែរគឺត្រូវតែបញ្ចប់ទៅត្រឹមហ្នឹងអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតមកដល់ចប់អ្នកមកមុនមកក្រោយបើសិនជាភ្លេចចុច Subscribe ទៅចុច Subscribe ឲ្យហើយទៅប្រយ័ត្នក្មេងតូចហក់កាប់ដល់ផ្ទះ